សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីរបស់យើងមួយរឿងទៀតហើយចាប់ផ្ដើមឡើងជាមួយនឹងឈុតឆាកបែបក្តៅកគុកតាម៉ាងរវាងតួប្រុសជាមួយនឹងតួស្រីដែលតួស្រីមានឈ្មោះថាឆាវស៊ីចំណែកតួប្រុសមានឈ្មោះថាស៊ីស៊ឺអានហើយមិនតែប៉ុណ្ណោះនោះទេតួប្រុសបានប្រាណដាដូចជាសត្វឆ្កែអញ្ចឹងលិតទៅកាន់តួស្រីតាមពិតទៅនោះគ្រាន់តែជាការយល់សប្តិរបស់តួស្រីមែនតែសត្វឆ្កែកំពុងតែលិតនាងពិតមែននៅពេលនោះផងដែរតួស្រីនាងក៏ភ្ញាក់ដឹងខ្លួនឡើងវិញនៅថ្ងៃនេះតួស្រីមកធ្វើការទាំងបញ្ញាបញ្ញាដោយសារថ្ងៃនេះគឺជាថ្ងៃដែលលោកចៅហ្វាយថ្មីបាននាងមកក្រុមហ៊ុននេះគឺជាមិត្តរួមការងាររបស់តួស្រីមានឈ្មោះថាយេអេរ៉ូនាងប្រាប់ឲ្យតួស្រីមេកអាប់បន្តិចទៅតួស្រីប្រាប់ថាអត់បានយកមកនោះទេសុំខ្ចីបន្តិចមកអូយតួស្រីបើយើងតបយកមកទៅបញ្ញាបញ្ញាដល់ហើយនៅពេលនេះចៅហ្វាយថ្មីក៏បានមកដល់ហើយគ្រប់គ្នាបានទទួលរាក់ទាក់ឡើងកក់ក្ដៅប៉ុន្តែគ្រាន់តែតួស្រីបានឃើញចៅហ្វាយម្នាក់នឹងនេះបើកភ្នែកឡើងធំដែលម្នាក់នោះគឺជាតួប្រុសហើយក៏ត្រូវជាអតីតសង្សារចាស់បាននាងដែរបន្តមកជំនួយការចាងក៏ណែនាំបុគ្គលិកទាំងអស់ឲ្យតួប្រុសស្គាល់នៅក្នុងនោះក៏មានតួស្រីផងដែរហើយតួស្រីឲ្យហ៊ានងើយមកបាននាងនោះទេរីឯតួប្រុសធ្វើដូចជាមិនស្គាល់តួស្រីរបស់យើងផងដែរបន្តមកយេអ៊ីរ៉ូក៏សួរទៅកាន់តួស្រីនាងបានលើកមកថាតួប្រុសគឺរៀននៅសាលាជូសាំងតើតួស្រីមានស្គាល់គាត់ដែរឬក៏អត់តួស្រីថាមិនត្រឹមតែស្គាល់នោះទេគឺស្គាល់ច្បាស់ទៀតតាមពិតទៅគាត់គឺជាសង្សារចាស់បាននាង4ឆ្នាំហើយមួយមិត្តរួមការងារស្ដាប់លេងចឹងបើកភ្នែកឡើងធំតាម៉ាងកាត់មកកាន់តួប្រុសនៅវិញអង្គុយជប់បារីនៅឃើញរឿងរ៉ាវកាលពីឆ្នាំនោះត្រូវតួស្រីសំបែកដែលគ្មានមូលហេតុដោយនាងទុកត្រឹមតែសម្បត្តិសម្បែកមួយតែប៉ុណ្ណោះហើយសំបែកតែបណ្ដាញសង្គមទំនាក់ទំនងក៏ត្រូវបានតួស្រីប្លុកចោលដែរអូយតួប្រុសរបស់យើងក្តៅដូចបាយពុះតាម៉ាងបន្តមកតួប្រុសក៏ទៅកាន់ជំនួយការចាងគាត់ត្រូវការជំនួយការបណ្ដាអាសន្នម្នាក់ឆាប់រៀបចំឲ្យគាត់ភ្លាមមកចំណែកតួស្រីរបស់យើងនៅវិញត្រូវបានមិត្តរួមការងាររបស់នាងនាំនាងចូលទៅក្នុងបន្ទប់ដើម្បីសួរចម្លើយនាងឲ្យតួស្រីប្រាប់តាមត្រង់មកតើតួប្រុសពិតជាសង្សារចាស់របស់នាងពិតមែនដែរឬក៏អត់តួស្រីក៏ប្រាប់តែប្រកាសជាពិតដែរអ៊ីរ៉ូសួរថាពេលនេះធ្វើមិនទៅអញ្ចឹងតួស្រីប្រាប់ថាឬមួយក៏ត្រូវលាឈប់ហើយអាម៉េចនាងចាំបាច់ត្រូវឈប់នាងខំប្រឹងធ្វើការរហូតដល់ក្លាយទៅជាបុគ្គលិកពេញសិទ្ធហើយចោលរយៈពេលដល់ទៅ4ឆ្នាំគេប្រហែលជាភ្លេចញ៉ាំម៉ៃបន្តមកតួស្រីនាងក៏ស្រមៃនឹកឃើញរឿងកាលពីឆ្នាំនោះនាងបានឃើញតួប្រុសនាំនារីម្នាក់ចូលទៅក្នុងហាងមើលរ៉ូបសម្លៀកបំពាក់មង្គលការស្របពេលជាមួយគ្នាម៉ាក់របស់តួប្រុសបានចូលមកប្រាប់នាងថាពួកគេទាំងពីរនាក់គឺជារៀបការជាមួយនឹងគ្នាហើយគាត់ប្រាប់ឲ្យតួស្រីឃើញហើយគោតែបញ្ញាប់ចាក់ចេញក្រោយពេលដែលនាងនឹកឃើញរឿងហ្នឹងទឹកភ្នែករបស់នាងក៏ហូរមកហើយសិនក៏សួរទៅមិនបានជានាងយំអញ្ចឹងនាងថាអ្នកបានយំនោះទេដោយសារតែចាំងភ្លើងនោះតែនៅពេលនោះជំនួយការចាងក៏ចូលមកប្រាប់ចាប់ពីស្អែកនេះទៅតួស្រីនឹងក្លាយទៅជាជំនួយការរបស់តួប្រុសអូយតួស្រីបើកភ្នែកឡើងធំខ្ញុំហ៎នៅថ្ងៃនេះតួស្រីបានចូលមករកតួប្រុសហើយនាងឆ្ងល់ខ្លាំងមែនទែនរយៈពេល4ឆ្នាំទៅហើយអាមិនបានជាគាត់នៅតែប្រើបិចនឹងទៀតបន្តមកតួស្រីក៏ប្រាប់នាងមិនដែលធ្វើតួនាទីជាជំនួយការនោះទេហើយនាងគឺមិនអាចហើយតួប្រុសក៏និយាយកាត់ចង់លាឈប់ក៏បានដែរតួស្រីតែអត់នោះទេនាងគ្រាន់តែមានអារម្មណ៍ថានាងមានអារម្មណ៍អីទៅបើមិនពេញចិត្តនោះទេដាក់ពាក្យលាឈប់ទៅតួស្រីក៏ញញឹមនឹងសួររឿងប្រាក់ខែរបស់នាងត្រូវឡើងតាមតួនាទីដែរទេតួប្រុសថាប្រកាសដែរបើតាមគាត់ចាំក្រុមហ៊ុនក៏មានកំណត់ប្រាក់ខែដែរបើបែបនឹងក្រុមហ៊ុនគួរតែប្រយ័ត្នរឿងប្រាក់ខែជាថ្មីអញ្ចឹងបានន័យថាចំពោះប្រាក់ខែរបស់ខ្ញុំត្រូវតែកាត់ដែរមែនទេពី1800មកនៅត្រឹម1200តួប្រុសក៏ប្រាប់ទៅតួស្រីខឹងខ្លាំងមែនទែននាងក៏សុំលាឈប់តែម៉ោងទៅនៅពេលនេះតួស្រីនាងបានដើរចូលមកក្នុងឡានទាំងអារម្មណ៍មិនសប្បាយចិត្តចំណែកតួប្រុសបានតាមមកលួចមើលនាងផងដែរបន្ទាប់មកក៏ឲ្យគេបើកឡានតាមឡានតួស្រីទៅអ្នកបើកឡានថាឡានខាងមុខនឹងវាតូចស្រួលជិះប៉ុន្តែมันមានសុវត្ថិភាពនោះទេហើយបើឆេះគ្មានសល់អីនោះទេតួប្រុសស្រាប់លើបែបហ្នឹងក៏ប្រាប់ឲ្យគេបើកបុកទៅបន្តិចទៅបាននៅកុំឲ្យមនុស្សមានរបួសនៅពេលនេះអ្នកបើកឡានឆ្ងល់ខ្លាំងមែនទែនប៉ុន្តែមិនហ៊ានជំទាស់អញ្ចឹងមានតែធ្វើតាមតួប្រុសនឹងឯងអូយតួស្រីក្តៅឆេវទៅម៉ងចុះទៅរកគេយ៉ាងលឿនមានឡានសេរីទំនើបជាអស្ចារ្យណាស់មែនទេឡានរបស់ខ្ញុំធំប៉ុណ្ណានៅមើលមិនឃើញទៀតជីបុកទៅកាត់ចង្រៃយន្តនេះប៉ុន្តែនៅពេលដែលឃើញតួប្រុសនាងក៏បានបន្ទន់អរិយាប័ត្របាននាងវិញទៅតួប្រុសប្រាប់ថាចាំក្រុមហ៊ុនចេញឲ្យទិញថ្មីឬក៏ជួសជុលនាងអាចជ្រើសរើសបានលោកប្រធានស៊ីមិនចាំបាច់នោះទេឡានរបស់ខ្ញុំមិនអីនោះទេចាំខ្ញុំយករូបតកតាមកបិទត្រង់នេះចាស់មានណាតួប្រុសបានឡើងទៅលើឡានរបស់គាត់បើកបុកឡាននាងបន្ថែមទៀតតាម៉ាងតួស្រីខឹងខ្លាំងមែនទែនក៏និយាយទៅគាត់ឈួតហើយមែនហើយតួប្រុសក៏ប្រាប់ឲ្យនាងទៅការិយាល័យរបស់គាត់នៅថ្ងៃស្អែកដើម្បីឲ្យនាងទៅយកសោឡានថ្មីនៅថ្ងៃស្អែកតួស្រីនាងក៏មករៀបចំរបស់របរនាងនៅពេលនោះមេរោមការងារក៏ចូលមកដើម្បីអបអរសាទរព្រោះថានៅពេលនេះពួកគេទាំងអស់គ្នាបានឡើងប្រាក់ខែហើយតួស្រីឆ្ងល់ខ្លាំងមែនទែនស្អីទៅឡើងប្រាក់ខែស្អីខើសិនក៏ប្រាប់ទៅកាន់នាងក្រុមហ៊ុនបានឡើងប្រាក់ខែបុគ្គលិកទាំងអស់ចំពោះតួស្រីក្រុមហ៊ុនឡើងឲ្យនាងរហូតដល់ 60% 60%អូយតួស្រីបើយើងបូកដកគុណចែកទៅឃើញតែនាងបានរហូតដល់28800ឯណោះយេអ៊ីរ៉ូក៏សួរទៅកាន់តួស្រីតើតួស្រីកំពុងតែធ្វើអីមិនមែននាងចង់លាឈប់ឯណាអីតួស្រីប្រាប់ថានាងគ្រាន់តែរៀបចំសម្អាតដោយសារតែរបស់ទាំងអស់នេះក៏ខកខ្ញុំយកវាទៅបោះចោលដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍បន្ទាប់មកតួប្រុសក៏ហៅតួស្រីឲ្យទៅជួប
គឺក៏បកលឡានថ្មីឲ្យទៅនាងប៉ុន្តែតួស្រីបដិសេធមិនយកនោះទេតួប្រុសប្រាប់ថាគាត់បានបោកឡានរបស់នាងហើយគាត់ទិញឡានថ្មីឲ្យស្មើគ្នាតែនាងចង់បានលុយក៏បានដែរប៉ុន្តែមកគាត់ឲ្យរ៉ូបមួយនេះទៅនាងពាក់ដើម្បីទៅជួបភ្ញៀវជាមួយនឹងគាត់តួស្រីយករ៉ូបមួយនឹងប៉ុន្តែទឹកមុខរបស់នាងគឺមិនចង់នោះទេនៅពេលដែលនាងបំរុងនឹងចេញទៅតួប្រុសប្រាប់នាងឈប់សិនអ្នកណាប្រាប់នាងចេញទៅបដូរនៅនឹងឯងតួស្រីក៏និយាយទៅនាងមិនគិតថាគាត់ជាមួយនឹងនាងស្និទ្ធស្នាលគ្នាដល់ម្លឹងនោះទេមិនស្និទ្ធគ្នាគ្មានអ្នកណាដែលដឹងច្បាស់ជាងនាងទៀតនោះទេថាតើខ្ញុំចូលចិត្តបែបម៉េចនោះអូយតួប្រុសបានមកចាប់លើកចង្កេះនាងពឹបតាម៉ាងតួស្រីក៏និយាយទៅវិញទៅរឿងនៅលើក្រេគាត់ចូលចិត្តអីនោះមានតែប្រពន្ធរបស់គាត់ទេទើបដឹងចំណែកឯនាងដឹងត្រឹមតែសង្សាររបស់នាងតែប៉ុណ្ណោះហើយតួប្រុសក៏ចាប់ដៃរបស់នាងចៃដន្យបានឃើញខ្សែដៃដែលនាងពាក់គាត់ក៏សួរទៅណាគេគឺជាអ្នកឲ្យនាងតួស្រីថាមនុស្សដែលនាងស្រឡាញ់គឺជាអ្នកឲ្យតួប្រុសស្រាប់ឮបែបហ្នឹងក៏ដេញនាងឲ្យចេញទៅនៅពេលដែលតួស្រីចេញមកខាងក្រៅទឹកមុខរបស់នាងនៅពេលនេះពិបាកចិត្តខ្លាំងមែនទែនបន្តមកនាងក៏ស្រមៃរឿងកាលពីឆ្នាំនោះឪពុករបស់នាងបានឈឺធ្ងន់គេងសម្រាកនៅមន្ទីរពេទ្យស្របពេលគ្នាម៉ាក់របស់តួប្រុសបានចូលមករកនាងនិងបានបកគោលលុយ1លានដើម្បីឲ្យនាងព្យាបាលឪពុកលក្ខខណ្ឌត្រូវតែបែកគ្នាជាមួយនឹងតួប្រុសកាលណាតួស្រីចិត្តខ្លាំងដែរបានហាយសែកលុយនៅចំពោះមុខរបស់គាត់តែម៉ាងនាងថានាងមិនចាក់ចេញពីតួប្រុសឡើយស្រាអញ្ជើញមិនចង់ផឹកស្រាពីណីនៅពេលដែលនាងចេញទៅបាត់ប៉ារបស់តួស្រីក៏ដឹងខ្លួនគាត់ដឹងច្បាស់ថាជំងឺរបស់គាត់ព្យាបាលមិនជានោះទេហើយគាត់ក៏បានបកគោខ្សែដៃដែលនាងពាក់នឹងឲ្យនាងជាកាដូសម្រាប់ថ្ងៃខួបកំណើតរបស់នាងបន្តមកលោកពូក៏ទទួលអនិច្ចកម្មក្នុងពេលនឹងផងដែរបន្តពីសម័យរួចតួស្រីនាងក៏និយាយតិចតែម្នាក់ឯងបាននាងសុខចិត្តយកលុយនោះប្រហែលជាប៉ារបស់នាងនៅមានជីវិតដែរនៅថ្ងៃនេះតួស្រីឈររងចាំតួប្រុសនៅខាងក្រៅនៅពេលដែលគាត់ចេញមកឃើញនាងយំក៏និយាយទៅគ្រាន់តែខ្ញុំប៉ះខ្សែដៃសង្សារនាងយំដែរមែនទេបើប៉ុណ្ណឹងត្រង់មិនបាននោះទេលេឈប់តែម្ដងទៅតួស្រីប្រាប់ថាទុកចិត្តចោះនាងមិនធ្វើឲ្យប៉ះពាល់ដល់ការងារទេក៏បានអញ្ចឹងជួទឹកភ្នែកចេញទៅខ្ញុំគ្មានការងារអីត្រូវខ្វល់ពីអារម្មណ៍បុគ្គលិកនោះទេបន្តមកនាងក៏បើកទ្វារឲ្យតួប្រុសចូលតួប្រុសបាននាំតួស្រីមកជួបជាមួយនឹងដៃគូសហការរបស់គាត់ពេលនោះផងដែរអ្នករត់តុក៏ចូលមកចាក់ទឹកឲ្យគាត់ហើយតួប្រុសមិនបានមើលបានតែប៉ះជាមួយនឹងនាងធ្វើឲ្យទឹកអាវរបស់គាត់ហើយតួប្រុសក៏ប្រាប់ទៅកាន់លោកវងគាត់ចេញទៅសម្អាតបន្តិចក្រោយពេលដែលតួប្រុសចេញទៅលោកវងក៏ចូលមកសួរតួស្រីអំពីរឿងនៅលើក្រែជាមួយនឹងតួប្រុសយ៉ាងម៉េចដែរតួស្រីក៏ប្រាប់ឲ្យគេកុំនិយាយបែបហ្នឹងលោកវងក៏និយាយខ្លាំងៗទៅកាន់នាងឈប់សម្ដែងទៅអ្នកណាមិនដឹងថាជំនួយការត្រូវបំរើចវាយល្អនោះអូយនិយាយមិនតាន់ចប់ផងតួស្រីបានយកទឹកជះកណ្ដាលមុខរបស់គេទៅម៉ាំងលោកវងខឹងខ្លាំងមែនទែនបំរុងនឹងតែកាភ្លើងទៅកាន់នាងរីឯតួស្រីយកដបបំរុងនឹងវាក្បាលគេវិញហើយប៉ុន្តែពេលនោះតួប្រុសបានចូលមកចាប់ដៃលោកវងពឹបមិនដឹងថាតួប្រុសមកជួយលោកវងឬក៏មកជួយតួស្រីនោះទេបើគាត់មកមិនតាន់នោះក្បាលរបស់លោកវងប្រកាសជាខ្ទេចហើយតួប្រុសក៏ប្រាប់ទៅកាន់គេថាតួស្រីគឺជាមិត្តស្រីរបស់គាត់ហើយតួប្រុសក៏បានលុបចោលការសហការជាមួយនឹងគេនឹងចោលទៀតផងនៅពេលនោះផងដែរនារីម្នាក់បានចូលមករកតួប្រុសនេះមានឈ្មោះថាសិនជឺវៃតួស្រីគ្រាន់តែកលែងឃើញដឹងច្បាស់ថាម្នាក់នឹងហើយដែលបានតែរកមង្គលការជាមួយនឹងតួប្រុសកាលពីឆ្នាំនោះហើយតួស្រីក៏យល់ច្រឡំថាម្នាក់នឹងហើយម្នាក់នឹងគឺជាគូតដឹងរបស់តួប្រុសតែហើយតួស្រីក៏ទុកឲ្យអ្នកទាំងពីរនិយាយគ្នាទៅម៉ោងទៅរីឯតួប្រុសក៏មិនបានខ្វល់ពីជីវ័យនោះដែរគាត់ក៏បញ្ញាប់ទៅតាមតួស្រីនៅពេលនេះតួស្រីដើរនៅតាមផ្លូវមើលតែនាងគ្មានវិញ្ញាណនោះទេពេលនោះក៏មានឡានមួយបើកមកប្រឹងនឹងបុកនាងទៅហើយប៉ុន្តែជាសំណាងល្អដែលតួប្រុសបានចូលមកចាប់នាងតាន់តួប្រុសក៏និយាយខ្លាំងៗទៅកាន់នាងឈួតទេមែនទេប៉ុន្តែមកក៏និយាយធម្មតាទៅកាន់នាងវិញគាត់នាំនាងទៅផ្ទះតួស្រីថាមិនបាច់នោះទេនាងហៅឡានរួចហើយអូយតួប្រុសមិននិយាយអីច្រើននោះទេក៏លើកពោតួស្រីចូលទៅក្នុងឡានតែម៉ាំងហើយតួប្រុសក៏សួរពីអាស័យដ្ឋានរបស់នាងតួស្រីគិតថាមិនអាចឲ្យគាត់ដឹងពីអាស័យដ្ឋានរបស់នាងនោះទេបើសិនជាគាត់ស្គាល់ច្បាស់ជាដឹងថានាងលួចឆ្កែរបស់គាត់ហើយនាងក៏កុហកទៅផ្ទះរបស់នាងនៅផ្លូវ32នៅពេលដែលជួននាងមកដល់ដាក់នាងចុះហើយក៏ចេញឡានទៅបាត់ទៅអូយគ្រាន់តែគេចេញទៅបាត់ភ្លាមតួស្រីក៏បញ្ញាប់យកកង់ដែលនៅទីហ្នឹងជិះវាត្រឡប់ទៅផ្ទះរបស់នាងវិញប៉ុន្តែអ្នកដឹងថាតួប្រុសកំពុងតែលួចមើលនាងនោះទេតួស្រីមកដល់ផ្ទះបើកទ្វារផ្លេតឆ្កែដែលតួស្រីលួចពីតួប្រុសវាបានដើរចេញមកហើយវាមានឈ្មោះថាឡាក់គីហើយបន្ទាប់មកវាក៏ស្ទុះរត់ចេញទៅហើយបីដូចជាវាបានស្គាល់ក្លិនអ្វីមួយយ៉ាងតួស្រីក៏លេចមើលទៅគ្មានឃើញមនុស្សអីមកនោះទេបន្ទាប់មកនាងក៏បីវាចូលទៅខាងក្នុងវិញទៅនៅពេលដែលនាងចូលទៅខាងក្នុងបាតតួប្រុសក៏ចេញមកផ្លេតតែម៉ាំងអូយតួប្រុសគេអន់ចិត្តគេតួស្រីសុកចិត្តលួចឆ្កែមកប៉ុន្តែទុកគាត់ចោលនៅលើករបស់ឡាក់គីគឺមានបន្តោងមួយដែលកាលនោះតួប្រុសគឺជាអ្នកឆ្លាក់ដល់ផ្ទាល់ដៃរបស់គាត់ដែលតួប្រុសបានឆ្លាក់ឈ្មោះរបស់គាត់នឹងឯងនឹងថ្ងៃស្អែកបងប្រុសជីដូនមួយរបស់តួស្រីបានមករកនាងដល់ក្រុមហ៊ុនមានរបស់យកមកផ្ញើឡាក់គីថែមទាំងមានបាច់ផ្កាទៀតផងមើលទៅទាំងពីរនាក់ដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងណាស់តួប្រុសបានលបមើលអ្នកទាំងពីរពីក្នុងឡាននិងនិយាយថាលួចឆ្កែរបស់គាត់ដែលនៅមកជួបជាមួយនឹងប្រុសផ្សេងទៀតនៅពេលដែលបងជីដូនមួយជាមួយនឹងតួស្រីបានមកដល់ផ្ទះបន្តិចប៉ូលីសក៏បានចូលមករកពួកគេមានគេប្តឹងថាតួស្រីបានលួចឆ្កែរបស់អ្នកដទៃសូមឲ្យតួស្រីទៅជាមួយនឹងពួកគេដើម្បីផ្ដល់ចម្លើយអ្នកដែលប្តឹងនេះមិនមែនជាអ្នកគេនោះទេគឺជាតួប្រុសរបស់យើងនឹងឯងបន្ទាប់មកតួប្រុសក៏បង្ហាញឯកសារដែលគាត់បានទិញឆ្កែនិងភស្តុតាងជាច្រើនដែលពាក់ព័ន្ធជាមួយនឹងឡាក់គីទៅកាន់លោកប៉ូលីស
តួស្រីក៏ប្រាប់ទៅកាន់លោកប៉ូលីសឆ្កែនឹងគឺជារបស់តួប្រុសប៉ុន្តែនាងមិនបានលួចនោះទេពីមុនពួកគេគឺជាសង្សារជាមួយនឹងគ្នាហើយគាត់ក៏ទិញឆ្កែនឹងមកឲ្យនាងបន្ទាប់មកលោកប៉ូលីសក៏ប្រាប់ទៅកាន់នាងតាមច្បាប់ត្រូវតែបកគលឆ្កែនឹងទៅឲ្យតួប្រុសវិញតួស្រីគ្មានជំរឿក្រៅតែពេលបកគលលក្ខីឲ្យទៅកាន់គាត់វិញនោះទេហើយតួប្រុសក៏សួរទៅកាន់នាង4ឆ្នាំមុននៅខាងក្រៅអាផាតមិននាងយ៉ាងត្រូវគ្នាជាមួយនឹងគាត់វិញមែនទេតួស្រីប្រាប់គាត់កុំឲ្យគិតច្រើនពេកនាងគ្រាន់តែដើរកាត់នោះទេនៅពេលដែលតួស្រីចេញទៅតួប្រុសបានឈរសម្លឹងមុខបងជីដូនមួយរបស់តួស្រីឡើងចង់ស៊ីសាច់ចំណែកបងប្រុសជីដូនមួយរបស់តួស្រីខ្លាចតួប្រុសបើយើងដល់កហើយក្នុងចិត្តវិញមិនដឹងថាភ័យប៉ុណ្ណានោះទេនៅពេលនេះតួប្រុសបានមករកតួស្រីដើម្បីទាមទារយកខ្សែកដែលគាត់បានធ្វើការពីឆ្នាំនោះតួស្រីក៏ប្រាប់ឲ្យគាត់ទៅវិញសិនទៅចាំនាងផ្ញើឲ្យគាត់នៅពេលក្រោយនាងឈួតទេមែនទេខ្ញុំមកដល់កន្លែងចាំបាច់ផ្ញើទៅអីទៀតប៉ុន្តែនាងមិនខ្វល់នោះទេនាងបានដើរចូលទៅក្នុងចរាយន្តធ្វើបង្ងើយតួប្រុសថានាងរឹងក្បាលណាស់4ឆ្នាំមុននាងពិតជាចង់ត្រូវជាមួយនឹងគាត់ពិតមែនអូយតួប្រុសក្តាររីកបែបពូទៅមកចាប់ទាញនាងចេញពីខាងក្នុងមកវិញមិនតែប៉ុណ្ណោះថែមទាំងបាត់ត្រាទៅកាន់នាងទៀតផងអូយធ្វើអ្នក single មុខចាស់ផ្ងាពោះបាសជើងបាត់ហើយចឹងម៉ែតួស្រីគេធ្វើដល់ថ្នាក់នឹងអត់មានរើអីបន្តិចតែម៉ាងអូយតើតែខ្ញុំស្ដីឲ្យចាំបានរុញគេចេញបន្ទាប់មកនាងក៏បោះត្រាមរៀមដៃ5ទៅលើមុខនាងកាន់តែវាយខ្ញុំកាន់តែរំភើបនិយាយរួចក៏ស្ទុះទៅរកគេទៀតហើយតួស្រីនាងក៏រុញចេញម្ដងទៀតហើយតួស្រីក៏យកបារាបាញ់បន្លត់អគិភ័យដែលនៅទីនឹងយកទៅគម្រាមតួប្រុសកុំចូលមកអសោះតែហ៊ានចូលមកជំហានទៀតខ្ញុំប្រកាសជាបាញ់ដល់ថ្នាក់ហ្នឹងឯតួប្រុសនៅធ្វើរឹកលយបានទៀតប្រតិកម្មនាងជួបគ្នាថ្ងៃច័ន្ទស្អីគេកាន់តែវាយកាន់តែរំភើបរោគចិត្តខ្លាំងណាស់ហើយមើលទៅអាចោសៀមឈាមថើបលួចទឹកដីរបស់គេនៅពេលនេះតួប្រុសអង្គុយសើចតែម្នាក់ឯងដូចជាមនុស្សឈួតដោយសារតែគាត់បាននឹកឃើញរឿងរ៉ាវកាលពីម្សិលមិញចំណែកអ្នកគ្រប់គ្នាបានចាំរកមើលតួប្រុសផងដែរតួស្រីមកដល់សួរថានាំគ្នាមើលអីទៅឃើញសិនប្រាប់ថាឃើញតួប្រុសអង្គុយភ្លឹកមកព្រឹកឯងបន្ទាប់មកតួស្រីក៏ចូលទៅរកគាត់តួប្រុសឃើញនាងក៏ធ្វើជាទាញឯកសារយកមកមើលនាងបានយកឯកសារមកឲ្យរួមទាំងខ្សែកមកឲ្យតួប្រុសផងដែរតួប្រុសថានាងចាំលាក់គេមក4ឆ្នាំមិនក៏សឹកចិត្តឲ្យមកគាត់ងាយងាយម្ល៉េះតួស្រីប្រាប់ទៅវាគ្រាន់តែជាឆ្កែនោះទេបើគ្មានលាក់គេនាងទៅទិញលាក់គេយកមកមួយទៀតអូយមើលតែខ្លាំងណាស់នាងចាំមើលដូចមាត់អត់នៅយប់នេះក៏đãជួបមាត់នៅកោពីពេញនៅក្នុងបន្ទប់របស់នាងតែតួស្រីនាងបានយំនឹកលាក់គីអូយពីថ្ងៃដូចជាខ្លាំងដល់ហើយដល់ពេលយប់ឡើងមកទួញសោកអីណាអូយម៉ាក់ពិតជានឹកកូនខ្លាំងណាស់លាក់គីប៉ារបស់កូនពិតជាអាក្រក់ខ្លាំងណាស់អាក្រក់ខ្លាំងណាស់អូយតួស្រីទួញរៀបប្រាប់អំពីរបស់ដែលវាស្រឡាញ់និងរបស់ដែលវាចូលចិត្តញ៉ាំងាប់បាត់ហើយគ្រាន់តែបាត់កូនឆ្កែមួយរោគចិត្តបាត់ទៅហើយចុះបីគ្នាជាមួយនឹងតួប្រុស4ឆ្នាំមកមិនទៅវិញចាពេលនោះផងដែរតួប្រុសបានតែមករនាងមិនតាន់លើកភ្លាមៗនោះទេទួញរៀបប្រាប់បន្តិចសិនស៊ីស៊ឺអានមិនបានចលោកចិត្តដាច់បំបែកខ្ញុំជាមួយនឹងលាក់គេទៅវិញហ៎តែខ្ញុំអាចរស់នៅបានយ៉ាងម៉េចខ្ញុំមិនចង់រស់នៅនោះទេបន្ទាប់មកនាងក៏ចុចលើទូរស័ព្ទរបស់គាត់ទៅតួប្រុសប្រាប់ថាគាត់ត្រូវទៅក្រៅប្រទេសមកតែអត់មានអ្នកគេមើលថែលាក់គេនោះទេនាងត្រូវចេញពីធ្វើការមុន1ម៉ោងរងថ្ងៃដើម្បីមកមើលថែវាជំនួសគាត់អូយតួស្រីបើយើងមកដឹងដែរប្រាប់ថានាងគ្មានពេលទៅមើលវានោះទេប៉ុន្តែក្នុងចិត្តវិញនឹកពេលឡើងចង់ដាច់ខ្យល់ទៅហើយតួប្រុសថាបើនាងមិនទំនេរចាំគាត់ទៅរកអ្នកផ្សេងវិញក៏បានប៉ុន្តែបើតាមខ្ញុំគិតមើលទៅខ្ញុំដូចជាមានពេលតនេដែរតែញ៉ាអាស័យដ្ឋានមកនៅថ្ងៃនេះតួស្រីបានមកមើលថែលាក់គេហើយនាងពិតជាសប្បាយចិត្តមែនទែនដែលបានជួបវាម្ដងទៀតពេលនោះសិនជួយបានចូលមករកតួស្រីរបស់យើងហើយនាងក៏សួរទៅកាន់តួស្រីមិនចង់ដឹងទេមែនទេថានាងជាមួយនឹងតួប្រុសរស់នៅជាមួយនឹងគ្នាយ៉ាងម៉េចកាលពី4ឆ្នាំមុននាងដូចជាធ្លាប់ប្រាប់តួស្រីម្ដងរួចហើយនាងជាមួយនឹងតួប្រុសគឺមិនស័ក្តិសមជាមួយនឹងគ្នានោះឡើយអញ្ចឹងហើយសុំនាងចាប់មករំខានគាត់ទៀតទៅបានទេតួស្រីក៏ប្រាប់ទៅវិញនាងមកទីនេះគ្រាន់តែជារឿងការងារតែប៉ុណ្ណោះនិយាយរួចតួស្រីក៏ដើរចេញពីបន្ទប់នឹងទៅជឿវ័យក៏បានខឹងជាមួយនឹងលាក់គីដោយសារតែវានឹងទៅបានជាតួប្រុសនៅស្រឡាញ់នាងបន្តមកជឿវ័យចាប់លាក់គីដាក់ក្នុងទ្រុងរបស់វាចូលទៅក្នុងទឹកចំណែកតួស្រីបានមកឃើញតាន់នាងក៏ព្យាយាមហត់ទៅជួយសង្គ្រោះអូយតួស្រីនេះមិនចេះហែកទឹកមានណាលងជាមួយនឹងសត្វឆ្កែនឹងឯងតួស្រីបានស្រែកហៅឲ្យគេជួយផងពេលនោះតួប្រុសហក់ប្រងដើម្បីទៅជួយនាងហើយក៏បាននាំនាងមកកាន់មន្ទីរពេទ្យលោកគ្រូពេទ្យបានប្រាប់ថាតួស្រីគឺមិនអីនោះទេហើយតួស្រីនេះមានវិបត្តិផ្លូវចិត្ត4ឆ្នាំមកហើយស្ថានភាពរបស់នាងនៅពេលនេះមិនតាន់ល្អនោះទេនៅពេលដែលគ្រូពេទ្យចេញទៅបាត់តួប្រុសក៏និយាយតិចទៅកាន់នាង4ឆ្នាំមកនេះក្រែងថានាងរស់នៅបានល្អហើយមិនបានជានាងខ្លាចទៅជាបែបនេះទៅវិញបន្តមកតួប្រុសក៏ចេញទៅខាងក្រៅដើម្បីនិយាយទូរស័ព្ទតាមពិតទៅតួស្រីនាងបានដឹងខ្លួនយូរណាស់មកហើយប៉ុន្តែនាងធ្វើពុតជាមិនដឹងខ្លួនបងប្រុសរបស់គាត់បានតែមកស្ដីឲ្យថាគាត់នៅមែនទេបានរុញបងថ្លៃរបស់ខ្លួននឹងធ្លាក់ទឹកបងប្រុសរបស់តួប្រុសមានឈ្មោះថាស៊ីស៊ឺរ៉ានហើយត្រូវជាប្តីរបស់សិនជឺវ័យនឹងឯងហើយតួប្រុសក៏ប្រាប់ទៅវិញនៅពេលដែលនាងរុញប្រពន្ធកូនរបស់គាត់ធ្លាក់ទឹកនោះមានកិត្តតែថាសមឬក៏មិនសមបងប្រុសរបស់គាត់ឆ្ងល់ខ្លាំងមែនទែនប្រពន្ធកូនមកពីណាទៅតួប្រុសក៏ប្រាប់ទៅវិញមិនមែនជារឿងរបស់គេនោះទេហើយក៏ចុចបាត់ទៅនៅពេលដែលតួប្រុសចូលមកក្នុងបន្ទប់វិញអត់បានឃើញតួស្រីនោះទេឃើញតែលាក់គីតែប៉ុណ្ណោះចំណែកតួស្រីមិនដឹងថានាងមកដល់ផ្ទះតាំងពីកាលដោយសារតែលងទឹកនៅពេលនេះនាងបានផ្ដាសាយនៅពេលនោះក៏មានអ្នកគេមកខួរទ្វារនាងស្មានតែជាបងប្រុសជីដូនមួយរបស់នាងខំទៅបើកទ្វារយ៉ាងលឿនអូយក៏ហាក់ទីតូចអាគុយមេមត់បើកទ្វារខ្វាក់ឡើងនោះគឺជាតួប្រុសតាម៉ាង
គ្រាន់តែឃើញភ្លាមនាងមិនគិតយូរនោះទេក៏ទាញទ្វារបិទវិញប៉ុន្តែតួប្រុសមិនឲ្យបិទនោះទេបន្ទាប់មកតួប្រុសក៏ចូលមកចាប់ដៃរបស់នាងពើពុយលេងអាស្នាយនឹងទៀតហើយតួស្រីក៏ប្រាប់ឲ្យគាត់លេងនាងទៅប៉ុន្តែតួប្រុសមិនព្រមលេងនាងក៏ប្រែជាកងរបស់នាងបំរុងនឹងអុកទៅកាន់ណាពីក្របរបស់គាត់ប៉ុន្តែជាចង្រៃអីចូលក្លេរបស់តួប្រុសតាម៉ាងស៊ីស៊ឺអានលោកក៏ជាប្រុសកំពូលខូចខ្ញុំនឹងប្រុសខូចខ្ញុំធ្វើអីទៅអូយតួប្រុសសម្លឹងទៅកាន់នាងពីចុងក្បាលរហូតដល់ចុងជើងនាងពាក់កៅអៅសិចស៊ីឲ្យខ្ញុំមិនតាំងថាអីផងអូយលោកឯងខ្វាក់ភ្នែកមែនទេស្លៀកបែបនេះនៅថាសិចស៊ីទៀតដឹងសម្ដីប្រព្រានគេនិយាយថាម៉េចទេអូនស្លៀកពាក់អីក៏សិចស៊ីដែរប៉ុន្តែមកតួប្រុសក៏លើកពោតួស្រីរបស់យើងដែរតាម៉ាងតួស្រីនឹងក៏ប្រាប់ឲ្យតួប្រុសទៅប្រាប់គូតដឹងរបស់គាត់ហើយណែឆ្ងាយពីនាងបើមិនចឹងនោះទេអូយលបល់យកនេះមិនតាន់និយាយចោលផងក៏បោះត្រាទៅកាន់នាងប៉តាម៉ាងធ្វើឲ្យអ្នក single មកចាស់ចំណានគេងាប់ទៀតហើយនៅពេលដែលតួប្រុសជាមួយនឹងតួស្រីកំពុងតែខំមាត់គ្នានឹងស្រាប់តែទូរស័ព្ទរបស់តួស្រីបានរឡើងអូយតួប្រុសបានថើបគេថាមិនព្រមលេងនោះទេតួស្រីក៏រុញគាត់ចេញនិងប្រាប់ថាសង្សាររបស់នាងបានទេមកហើយតួប្រុសប្រាប់ថាក៏បានអញ្ចឹងក៏ឲ្យសង្សាររបស់នាងលឺថាគាត់ថើបនាងយ៉ាងម៉េចខ្លះចាំបំពេញតួស្រីម្ដងទៀតមានណាស៊ីមកចង្គង់ចាំមកអូនតូចតាម៉ាងបន្ទាប់មកតួស្រីក៏លើកទូរស័ព្ទនិយាយជាមួយនឹងបងជីដូនមួយរបស់នាងឡើងផ្អែមលើលួយនៅពេលដែលនិយាយទូរស័ព្ទចប់នាងក៏ប្រាប់ឲ្យតួប្រុសបញ្ញាប់ចេញទៅបន្តិចទៀតសង្សាររបស់នាងមកដល់ហើយតួប្រុសប្រាប់ទៅកាន់នាងវិញក៏បានគាត់នឹងចេញទៅចេញមកដល់ខាងក្រៅនឹងក៏ជួបជាមួយនឹងបងជីដូនមួយរបស់តួស្រីហើយគាត់ក៏សម្លឹងទៅកាន់គេឡើងចង់ស៊ីសាច់គ្រាន់តែតួប្រុសដកយកបារីមកជក់បងជីដូនមួយគិតស្មានទៅតួប្រុសចង់សម្លាប់លោកបែបនេះមិនសមធ្វើជាសង្សាររបស់នាងតែឆាវស៊ីក្តៅខ្លួនលោកទៅតែមកដល់មិនមែនជារឿងរបស់លោកនោះទេថាខ្ញុំគឺជាសង្សាររបស់នាងឬក៏អត់បន្តែមកតួប្រុសកាច់ដៃកាច់ជើងមើលទៅដូចជាចង់ធ្វើអីទៅលើគេហើយស្របពេលជាមួយគ្នាតួស្រីក៏រត់មករកគេល្មមហើយនាងថែមទាំងនិយាយញាក់ញាក់ដាក់ទៅកាន់គេទៀតផងបងជីដូនមួយរបស់នាងធ្វើទឹកមុខឡើងឆ្ងល់ចំណែកដៃរបស់នាងបានមួលទៅកាន់គេជួយសម្ដែងបន្តិចទៅបានទេបណ្ដាមកតួស្រីក៏នាំបងជីដូនមួយរបស់នាងឡើងទៅខាងលើគ្រាន់តែគេចេញទៅបានតួប្រុសយំដូចកូនក្មេងចឹងឡើងគួរឲ្យកំប្លែងតាម៉ាងបន្ទាប់មកតួប្រុសក៏ទេឲ្យមនុស្សរបស់គាត់ទិញអាផាតមិនធានសៅ 11.2 ឲ្យគាត់ចំណែកតួស្រីនៅពេលដែលបងជីដូនមួយរបស់នាងលេងមានតម្លៃទៀតហើយនាងក៏ដេញឲ្យគេត្រឡប់ទៅវិញទៅអូយបើតាមពាក្យខ្មែរគេហៅថាដល់ត្រៃសៃរាល់ពេលដែលតួស្រីនៅម្នាក់ឯងនាងតែងតែនឹកឃើញរឿងរ៉ាវដ៏ឈឺចាប់ឬនៅប៉ារបស់នាងបានស្លាប់ថ្ងៃដែលម៉ាក់របស់តួប្រុសបានមករកនាងឬនៅកាន់តែឈឺចាប់ទៀតនោះគឺជាថ្ងៃដែលនាងបានឃើញតួប្រុសបាននាំស្រីផ្សេងទៅលោរោបមង្គលគេឲ្យតែនាងនឹកឃើញរឿងរ៉ាវឈឺចាប់នៅម្ដងណាអាការៈជំងឺផ្លូវចិត្តរបស់នាងក៏រើឡើងម្ដងនាងត្រូវខ្ញុំដៃខ្ញុំចិនឡើងចង់ដាច់ខ្យល់តាម៉ាងកាន់មកកាន់តួប្រុសត្រឡប់មកដល់ផ្ទះរបស់គាត់វិញបានឃើញម៉ាក់របស់គាត់កំពុងតែអង្គុយរងចាំកែវទឹកក្រហមមកតម្រង់ក្បាលប៉ុន្តែក្បាលរបស់គាត់គឺយ៉ាងរហ័សមើលទៅតួប្រុសធ្លាប់ឆ្លងកាត់រឿងបែបនឹងច្រើនណាស់មកហើយអ្នកមីងបានខឹងជាមួយនឹងគាត់ដោយសារតែគាត់នៅសុកទៅជួបជាមួយនឹងតួស្រីនិងរឿងដែលតួប្រុសបានរុញជឿវយចូលទៅក្នុងទឹកតួប្រុសក៏និយាយទៅ4ឆ្នាំមុនក៏បានកាត់កាលគ្នារួចហើយអូយកូនកាត់ទៅញូខ្លាំងមែនតែនកាត់កាលម៉ែចោលព្រោះតែមនុស្សស្រីនេះគឺជាផ្ទះរបស់ខ្ញុំបញ្ញាប់ចេញទៅប្រយ័ត្នខ្ញុំហៅសន្តិសុខមុនពេលដែលគាត់ចេញទៅប្រាប់តួប្រុសមិនឲ្យទៅគ្រួសារស៊ីម្ដងទៀតទេនៅពេលនេះតួស្រីនាងបានកេងសម្រាប់នៅមន្ទីរពេទ្យនៅថ្ងៃនេះផងដែរតួប្រុសបានយកបាច់ផ្កាមួយបាច់ដ៏ធំយកមកឲ្យនាងពេលនឹងតួប្រុសក៏កលែងឃើញស្នាមនៅលើករបស់នាងហើយគាត់ក៏នឹកឃើញរឿងដែលគ្រូពេទ្យបាននិយាយប្រាប់គាត់កាលពីថ្ងៃមុនថាតួស្រីនាងបានកើតជំងឺផ្លូវចិត្តមក4ឆ្នាំហើយតួប្រុសក៏សួរទៅកាន់នាងតើនាងកើតអីហ្នឹងហើយតួស្រីនេះមិនព្រមប្រាប់អីនោះទេអូនមិនព្រមបញ្យល់ប្រាប់បងទេឬក៏ចង់ឲ្យបងថើបស៊ីស៊ឺអានលោកឈួតមែនទេក្រែងលោកដឹងហើយថាខ្ញុំមានសង្សារហើយតួប្រុសក៏និយាយទៅគេថាគាត់ខ្វល់មែនទេតែយប់មិញនាងគេជាមួយនឹងគេមែនទេតែគេម្នាក់នោះដូចជាគាត់ដែរចូលចិត្តថាប្រច័ណ្ឌតូចនៅលើចង្កេះរបស់នាងបន្ទាប់មកតួស្រីនឹងក៏នឹកឃើញរឿងការពីលើកនោះដែលកាលនោះតួប្រុសបានប្រច័ណ្ឌនាងហើយក៏ធ្វើបាបនាងតាម៉ាងហើយកាលនោះតួស្រីនឹងក៏យកព្រមដែរហ្នឹងអូយមួយឈុតបែបចឹងធ្វើអ្នក single មកចាស់ផ្ងាពោះបាសជើងតាម៉ាងអូយតួស្រីក៏ប្រាប់តែគ្មាននោះទេមិនទាំងអាចគ្មានថាគ្មានសិទ្ធជាមួយនឹងគ្នាទៀតហើយតែមកគេឈួតអញ្ចឹងឯងប៉ុន្តែឆ្លើយសាហាវបន្ទាប់មកគាត់ក៏ចាប់ចង្កេះរបស់នាងនឹងនិយាយថាគាត់ផ្ដល់ការនាងម្ដងទៀតឆាប់ប្រាប់មកតួស្រីប្រាប់ថាគ្មានអីកើតឡើងទាំងអស់ហើយនាងក៏ប្រាប់ឲ្យគាត់លេងនាងទៅមានអីតួប្រុសរបស់យើងលេងនាងបាសពោះផ្ងាជើងតាម៉ាងអូយគេខឹងគេដល់ហើយស៊ីស៊ឺអានក្រែងអូនគឺជាអ្នកប្រាប់ឲ្យបងលេងតែតួប្រុសបកែញាស់ខ្លាំងមែនទែនញាស់តែគេខឹងកាន់តែវាយបងកាន់តែរំភើបមានអីតួស្រីដាក់មួយជើងប៉ាងតែកលៀនអញ្ចឹងទៀតតួស្រីថាពួកយើងទាំងពីរក៏បែកគ្នាហើយបើអាចឈប់មករំខាននាងទៀតទៅបានទេតួប្រុសថាអញ្ចឹងត្រូវគ្នាវិញទៅអូយតួស្រីក៏ប្រាប់ទៅវិញកុំសង្ឃឹមឲ្យសោះព្រោះនាងមិនចង់រស់នៅជាមួយនឹងមនុស្សដែលមិនស្រឡាញ់នាងទេមិនស្រឡាញ់ហ៎អូនធ្វើឲ្យបងស្រឡាញ់ងក់ក្បាលងើបលេងរួចហើយក៏ចាក់ចិញ្ចាបងបាត់តើអូនសប្បាយចិត្តណាស់មែនទេតួស្រីក៏ប្រាប់ឲ្យគាត់ស្ដាប់តាមម៉ាក់របស់គាត់ទៅនាងគឺមិនស័ក្តិសមជាមួយនឹងគាត់ឡើយតួប្រុសថាគាត់មិនមែនជាមនុស្សដូចនាងនោះទេគាត់មិនខ្វល់ពីស្រីផ្សេងនោះឡើយគាត់ចាក់ចេញទៅមើលទៅដូចជាអន់ចិត្តផងនិងខឹងផងនៅថ្ងៃស្អែកតួស្រីនឹងបានយករោគដែលគាត់បានឲ្យនាងស្លៀកពាក់ថ្ងៃមុនយកមកឲ្យគាត់វិញនៅពេលដែលឲ្យរួចហើយតួស្រីនឹងក៏រេរោនៅទីហ្នឹងតួប្រុសថាចង់លាឈប់
បានចឹងទៅខាង HR ទៅចាំខាង HR រកនៃចំនួនបាននៅចាំឆប់ធ្វើគេហើយបើគ្មានអីនោះទេចេញទៅចោះហើយនៅពេលដែលតួស្រីចេញទៅបានក៏បញ្ញាប់ទេទៅកាន់មនុស្សរបស់គាត់ហើយគេប្រាប់ទៅកាន់ HR ពេលដែលតួស្រីដាក់លិខិតលាលែងដាច់ខាតកុំយកឲ្យសោះនៅពេលដែលកំពុងតែប្រជុំខឺស៊ីនបានយកកាហ្វេទៅកុំឲ្យតួស្រីផឹករួចក៏ដាក់វានៅលើតុហើយចំណែកតួប្រុសឃើញបែបហ្នឹងក៏ទាញយកកាហ្វេបាននាងយកមកផឹកធ្វើបង្ងាយគេធ្វើដូចជាអត់ដឹងខ្លួនចឹងខូចឲ្យតួប្រុសរបស់យើងគ្រប់គ្នាឃើញបែបហ្នឹងភ្ញាក់ផ្អើលដល់ហើយតួស្រីក៏ប្រាប់តែកាហ្វេរបស់នាងទៅតែផឹកអំមាញ់តួប្រុសគេមិននិយាយអីនោះទេលើកៅកាហ្វេរបស់គាត់យកទៅឲ្យនាងគ្រប់គ្នាក៏និយាយខ្សឹបខ្សៀលគ្នាអូយអ្នកមើល single មកចាស់ដែរងេតួស្រីគិតថាតើគាត់ចង់ធ្វើអីទៀតហើយហ្នឹងបន្ទាប់ពីប្រជុំរួចតួប្រុសក៏ប្រាប់ទៅកាន់អ្នកគ្រប់គ្នាប្រាក់ខែមកនៅថ្ងៃនេះគឺកូននឹង3ម្នាក់ស្រាប់លើបែបហ្នឹងអស់ឡើងចង់ហោះអត់ទៅតួស្រីនោះទេគ្មានសំបីតែរំភើបបន្តិចតែម៉ាងហើយតួប្រុសក៏ប្រាប់អ្នកគ្រប់គ្នាចេញចោះមានអីតួស្រីនេះមិនក្រៅទៅជាមួយនឹងគេដែរមានណាតួប្រុសរបស់យើងបានចាន់ជើងបាននាងពឹបតែម៉ាងតួប្រុសរបស់យើងធ្វើបង្ងាយធ្វើដូចជាអត់មានរឿងអីកើតឡើងចឹងខឺសិនក៏សួរទៅកាន់តួស្រីកើតអីគេហ្នឹងតួស្រីថាអត់មានអីនោះទេគ្រាន់តែចង់ថែមមកបន្តិចទៀតអូយពួកនាងដឹងពីស្ថានភាពក៏បញ្ញាប់ចេញទៅពេលដែលគ្រប់គ្នាចេញទៅអស់នាងក៏ប្រាប់ទៅតួប្រុសចាន់ជើងបាននាងឈឺខ្លាំងណាស់តួប្រុសក៏ចូលទីចិត្តនាងនឹងសួរថាភ្នែកបាននាងក៏ហមអស់ហើយពេលណាដោះលែងចេញទៅហើយគាត់ក៏អន់ទៅចិត្តដើម្បីផ្លុំមកនាងជំនួយការចាងចូលមកឃើញចឹងស្មានតែអ្នកទាំងពីរធ្វើរឿងអីនោះក៏បញ្ញាប់ចាក់ចេញទៅវិញយ៉ាងលឿនពេលដែលគេចេញទៅបាត់តួស្រីក៏ធាក់តួប្រុសរបស់យើងចេញឲ្យឆ្ងាយអូយបងគ្រាន់តែចង់យកលេនចេញឲ្យអូនតែតួស្រីថាមិនចាំបាច់នោះទេម្រាមដៃរបស់គាត់ធំជាងភ្នែករបស់នាងទៅទៀតតួប្រុសរបស់យើងខូចហើយនៅទាំងអស់គ្នាគ្រាន់តែគេនិយាយបែបហ្នឹងសោះលេងចាប់កូនគេមកអាប់យ៉ាងគេតែម៉ងចាំមើលម៉ាក់របស់គេដឹងគេវាយមានតែម្រាមដៃទេដែលធំនោះហាតួប្រុសរបស់យើងបកកាយញាស់តួស្រីតែម៉ងថ្ងៃឡើងតួស្រីកំពុងតែគិតអីផ្ដេសផ្ដាស់ហើយជំនួយការឆាវកំពុងតែគិតពីអីហ្នឹងមិនបានចំមុខរបស់នាងក្រហមអញ្ចឹងកុំគិតតែសោះលោកគឺជាចៅហ្វាយរបស់ខ្ញុំហីថាខ្ញុំមិនហ៊ានធ្វើអីលោកឯសាតួប្រុសថានាងទទួលស្គាល់ហើយមែនទេហើយនាងកំពុងតែគិតពីគាត់ដោយសារតែបកកាយញាស់នាងពេកនាងក៏ចន់ជើងមកទំហឹងទៅកាន់គាត់តែម៉ងអូនកាន់តែចន់បង្កាន់តែរំភើបពីប្រចាំតកោមួយនឹងតួប្រុសមិនចោលតែម៉ងតួស្រីក៏និយាយទៅពួកគេបាន3គ្នា4ឆ្នាំហើយបើសិនជានាងគិតចឹងក៏នាងមិនត្រូវការគាត់នោះដែរហើយនាងក៏រុញតួប្រុសចេញឆ្ងាយទៅក៏មករំខាននាងទៀតឯនាងមានសង្សាររួចហើយគ្រាន់តែលើអញ្ចឹងតួប្រុសក៏ប្រាប់ឲ្យនាងចេញទៅបន្តមកតួស្រីនាងក៏ចូលមកក្នុងបន្ទប់ទឹកនិងបានប្រាប់មកកាន់ខ្លួនឯងឲ្យឈប់សម័យទៀតទៅគ្រួសាររបស់តួប្រុសមិនត្រូវការនាងគឺជាកូនប្រសាណូឡៃម្យ៉ាងវិញទៀតម៉ាក់របស់គាត់បានធ្វើឲ្យប៉ារបស់នាងស្លាប់ហើយនៅពេលដែលតួស្រីរបស់យើងចេញមកពឹបតួប្រុសបានឈរកាន់ដៃផ្កាឈរចាំនាងនៅខាងមុខអ្នកជួនធ្វើទឹកមុខដូចជាមិនចង់រីឯអ្នកយកក៏មិនទទួលហើយខ្ជិលខាងណាស់បោះចោលតែម៉ងទៅចូលឡានទៅតួស្រីក៏ខ្មើតគេមិននិយាយអីទាំងអស់ហើយដើរចេញទៀតតួប្រុសចាប់ដៃនាងពឹបនឹងនិយាយថាអាម៉េចចង់ចូលខ្លួនឯងឬក៏ឲ្យបងបីចូលមនុស្សចង្រៃដូចជាលោកមិនក៏តាមខ្ញុំរហូតអញ្ចឹងតួប្រុសថាមែនតែគាត់គឺជាមនុស្សចង្រៃមានឈឺអត់មិញនឹងបងមកបន្តិចម៉េះហើយតួស្រីក៏រុញគាត់ចេញនៅចំពោះមុខមនុស្សដ៏ច្រើនតួប្រុសមិនខឹងឲ្យថែមទាំងសុំតនាងទៀតតួស្រីក៏និយាយទៅគ្រាន់តែគាត់បានភ្ជាប់ពាក្យរួចហើយតែបងភ្ជាប់ពាក្យតាំងពីពេលណាទៅគឺអូនគឺជាអ្នករៀបចំមែនតួស្រីថាម៉ាក់របស់គាត់ណាគឺជាអ្នករៀបចំនាងមិនដឹងរឿងអីទេកាលពី4ឆ្នាំមុនអូនគឺជាអ្នកបោះបង់បងចោលបងមិនតាន់ជំរាបបញ្ជីជាមួយនឹងអូនផងតួស្រីខឹងពេកក៏ឡើងជង្គង់ទៅកាន់តួប្រុសទៀតដែរប៉ុន្តែមានអីត្រូវចាប់ក្លេរបស់តួប្រុសម្ដងទៀតមិនតែប៉ុណ្ណោះតួប្រុសថែមទាំងបោះត្រាឲ្យនាងនៅចំពោះមុខមនុស្សដ៏ច្រើនដោយរដងឲ្យតែគាត់បោះត្រាឲ្យនាងតែតែបោះត្រាម្រាមដៃ5ទៅលើមុខរបស់គាត់វិញពាក្យប្រចាំតកោរបស់គាត់កាន់តែវាយកាន់តែរំភើបបន្ទាប់មកគាត់ក៏លើកពូននាងហើយនាងប្រាប់គាត់ដាក់នាងចោះស្ដាប់បង្គាប់កុំឲ្យបងត្រង់មិនបាននៅពេលដែលតួប្រុសនាំនាងមកដល់ចន្ទខាងក្រោមនៃផ្ទះរបស់នាងនៅតែស្រែកឲ្យគាត់ដាក់នាងចោះមានអីត្រូវតួប្រុសតែកប៉ែកូតបាននាងផាច់នៅពេលដែលនាំនាងចូលមកដល់ក្នុងផ្ទះតួប្រុសក៏យកថ្នាំដើម្បីលាបឲ្យនាងអូយតួស្រីនេះមិនចង់ឲ្យតួប្រុសប៉ះនោះទេប៉ុន្តែតួប្រុសនៅតែលាបថ្នាំឲ្យនាងបានដដែលបន្ទាប់ពីលាបថ្នាំរួចក៏លើក3នាងតួស្រីថាធ្វើអីទៀតហើយដាក់នាងចោះទៅប្រយ័ត្ននាងវាយតួប្រុសក៏ហុចថ្ពាល់ឲ្យនាងវាយទៅធ្វើដូចជាមិនដែលបានវាយអញ្ចឹងតែគេហុចថ្ពាល់ឲ្យវាយអញ្ចឹងមិនវាយគេណាតែបើគេមិនឲ្យវាយវិញតែគេផាច់តួប្រុស3នាងចូលមកក្នុងបន្ទប់ទឹកនិងប្រាប់ឲ្យនាងងូតទឹកទៅហើយតួស្រីក៏ប្រាប់ឲ្យតួប្រុសចេញទៅខាងក្រៅសិនទៅវាតួប្រុសរបស់យើងញញឹមព្រានដូចជាអ្នកម៉ែអញ្ចឹងនឹងប្រាប់ទៅកាន់នាងចាំគាត់ជួយងូតឲ្យមានណាត្រូវតួស្រីរុញចេញពីខាងក្នុងថែមទាំងគប់របស់ដាក់គាត់ទៀតហើយរបស់ចុងក្រោយដែលគប់មកនឹងរៀនពិសេសបន្តិចតួប្រុសរកចិត្តសាហាវយកអាវក្នុងរបស់គេយកមកហិតអីណាកំពុងតែញៀនផងតួស្រីក៏ឆក់យកទៅវិញបាត់នៅពេលដែលតួស្រីងូតទឹករួចចូលមកដល់ក្នុងបន្ទប់បានឃើញតួប្រុសកំពុងតែដេកចាំនាងធ្វើខ្លួនឡើងសិចស៊ីតាម៉ាងប៉ុន្តែមកក៏សុំឲ្យតួស្រីបន្តិចតួស្រីនេះក៏ស្ទុះយកតកតានៅទីនឹងធ្វើជាអាវុធនិងប្រាប់ឲ្យគាត់នៅឆ្ងាយពីនេះបន្តិចទៅបានទេព្រោះថាយើងទាំងពីរនាក់បានបែកគ្នាហើយយល់អត់ទេពួកយើងគឺមិនអាចនៅឆ្ងាយពីគ្នាបានទេអូយលោកកេតដល់ណាហើយនឹងតាំងពីមុនមកខ្ញុំស្គាល់លោកមិនដឹងថាលោករកចិត្តបែបនេះនោះទេអូនថាបងរកចិត្តរហូតរយៈពេលច្រើនឆ្នាំមកនេះអូនមិនភ្លេចវាអស់ហើយមែនទេ4ឆ្នាំមកនេះមានធ្លាប់គិតពីបងអត់
ហើយនាងក៏និយាយទៅថាគាត់បានរៀបការរួចហើយបើសិនជាគេដឹងថាគាត់លួចលាក់មានស្រីថ្មីតើវាសមដែរទេទោះប្រថាគាត់មិនយល់នោះទេ4ឆ្នាំមុនជារៀបការជាមួយនឹងគ្នាទៅហើយមិនក៏បែកគ្នាអញ្ចឹងហើយក៏សុំឲ្យនាងប្រាប់ហេតុផលមកទោះស្រីថាធ្វើអីដឹងខ្លួនឯងហើយដោយសារតែលុយមែនទេទោះស្រីក៏ប្រាប់ទៅគឺដោយសារតែម៉ាក់របស់គាត់ហ្នឹងហើយហើយទោះស្រីចូលចិត្តតែកន្លែងនឹងបនគេរហូតបន្តិចចង់អូខេមានណាទោះប្រាប់ឲ្យយ៉ាងដឹងក្បាច់អស់ហើយហ្នឹងដោយសារតែលុយ1លានអូនចាក់ចេញពីបងនៅក្នុងចិត្តរបស់អូនមកមានតម្លៃត្រឹមតែប៉ុណ្្នឹងទេមែនទេនាងថាតួប្រុសគ្មានតម្លៃសំបីតែមួយសេនគឺថានាងយកលុយ1លាននោះតែគាត់ចង់បានអីដែរទេអូយតួប្រុសក៏ប្រាប់ទៅចង់បានអូនតួស្រីឆ្នាដៃញញដាក់គេសាហាវមានណាតួប្រុសចាប់លើកនាងដាក់ទៅលើក្រែមានតែបងនោះទេដែលអាចធ្វើអូនសុបាយចិត្តបានគេចង់ថើបតែបន្តិចសោះឯងចង់កិច្ចពីគេអីណាតួប្រុសក៏ប្រាប់ឲ្យនាងនៅស្ងៀមបើមិនចឹងនោះទេគាត់មិនធានាថានឹងធ្វើអីទៅលើនាងឡើយអូយស្ដាប់បង្កប់មិនគេឲ្យនៅស្ងៀមតាមគេដែរប៉ុន្តែតួប្រុសក៏មិនបានធ្វើអីនាងដែរគ្រាន់តែថើបនាងឲ្យប្រាប់ឲ្យនាងកេងទៅនៅថ្ងៃស្អែកដល់ពេលដែលតួស្រីមកធ្វើការដោយរដងក៏សិនក៏ប្រាប់ថាសង្សារចាប់បើតួស្រីឆាតមកតួប្រុសបានឆាតប្រាប់ឲ្យនាងចូលទៅក្នុងការិយាល័យរបស់គាត់តួស្រីនាងខ្មើដែរនាងធ្វើបង្ើយខើសិនសួរថាមិនទៅទេតួស្រីក៏ប្រាប់ថាមិនទៅទេបើគាត់មិនពេញចិត្តនោះទេចង់ដេញនាងចេញក៏ដេញទៅប៉ុន្តែមកអ៊ីរ៉ូក៏សួរទៅកាន់នាងអាមិនបានជាពេលនោះនាងបែកគ្នាជាមួយនឹងគាត់តួស្រីថាដោយសារតែគាត់នឹងក្បត់នាងអ៊ីរ៉ូថាមិនដឹងឯងទៅនាងលើមកថាដៃគូសហការចង់រកមនុស្សស្រីម្នាក់ឲ្យគាត់ប៉ុន្តែតួប្រុសក៏មិនព្រមនោះទេកំពុងតែនិយាយដើមគេមិនដឹងថាម្ចាស់ខ្លួនរបស់គេមកតាំងពីកាលតួស្រីប្រាប់ថាតួប្រុសមិនកើតទេក៏សិននាងព្យាយាមផ្ដល់សញ្ញាទៅកាន់តួស្រីដែរប៉ុន្តែនាងមិនចាប់អារម្មណ៍នោះទេនាងនៅតែបន្តនិយាយអញ្ចឹងបន្តមកតួប្រុសក៏បង្វិលកៅអីរបស់នាងពឹបដែលធ្វើឲ្យតួស្រីបើកភ្នែកឡើងធំជាពិសេសបានឆ្លក់នំទៀតហើយក៏ប្រាប់ឲ្យនាងចូលទៅក្នុងការិយាល័យឥឡូវនេះមកដល់ក្នុងការិយាល័យតួប្រុសបានធ្វើបាបនាងទៀតហើយគាត់និយាយថាគាត់គឺជាអ្នកក្បត់តួស្រីថាគាត់គឺជាអ្នកក្បត់មែនទេប៉ុណ្ណឹងឯងមិនទទួលស្គាល់ខ្លួនឯងទៀតមាត់បងអូនសំតគួរថើបមែនទេបងក្បត់អូនពីពេលណាតួស្រីក៏និយាយថាតាមពិតទៅគាត់ក៏ទៅសួរនាងចែអាមិនបានជានាងមិនពេញចិត្តគាត់មុននេះគាត់បានលើហើយតួប្រុសប្រាប់ថាកុំបខូចឈ្មោះរបស់គាត់ថាគាត់ក្បត់ខ្ញុំបខូចត្រង់ណាតែលោកបានឃើញរមួយក៏អត់បើអញ្ចឹងមិនពេលក្រោយចាំបងនាំអូនទៅពិនិត្យភ្នែកអូយតួស្រីក៏លេងស្ទាយបោះតួប្រុសដាក់ទៅកាន់គាត់វិញម្ដងនាងថាភ្នែករបស់នាងគឺមិនអីនោះទេព្រោះថាពេលនោះនាងបានឃើញផ្ទាល់ភ្នែកពេលដែលគាត់នៅជាមួយនឹងស្រីផ្សេងរកមង្គលការគឺសប្បាយចិត្តខ្លាំងណាស់បងមានដែរទៅកន្លែងរកមង្គលការតាំងពីពេលណានិយាយឲ្យច្បាស់មើលអូយគ្មានទៅបើយើងគេងល់គេមិននិយាយនោះទេខាងបែបนั้นlàគួរឲ្យស្រឡាញ់តែម៉ាងបន្តមកតួប្រុសក៏ចាប់ចង្កេះរបស់នាងឡើងមិនទំហឹងដែលធ្វើឲ្យនាងឈឺនាងក៏ប្រាប់ទៅកាន់គាត់លេងនាងសិនតែនាងឈឺខ្លាំងណាស់គាត់ថាបេះដូងរបស់គាត់ឈឺជាងនាងរាប់លានដងទៅទៀតអញ្ចឹងហើយគាត់ក៏ចាប់ចង្កេះរបស់តួស្រីខ្លាំងបន្ថែមទៀតតួប្រុសក៏ញញឹមនៅមុខព្រានសិតតែម៉ាងចៅស៊ីអូនពិតជាឈឺពិតមែនណាអំបាញ់មិញទៅលើអូននិយាយដោយចៃដន្យថាតួស្រីក៏និយាយកាត់នាងពិតជាឈឺពិតមែនឆាប់លេងនាងភ្លាមនាងច្រើនក៏ចេញឲ្យចន់ជើងរបស់គាត់ទៀតលោកជឿដែរទេខ្ញុំប្តឹងលោកថាបំពេញខ្ញុំតួប្រុសក៏ប្រាប់ទៅវិញយកមិញនាងក៏បំពេញគាត់ដែរហើយតួប្រុសក៏ប្រាប់ទៅគាត់រឹងថ្ងៃអូយតួប្រុសពិតជាផ្ដេសផ្ដាស់ខ្លាំងមែនទែនតួស្រីបើកភ្នែកឡើងធំនៅយប់នេះតួប្រុសបានមកផ្ទះរបស់តួស្រីទៀតហើយតួស្រីនាងក៏ច្អល់មុខតែអាមិនបានជាមកផ្ទះរបស់នាងទៀតហើយតួប្រុសថារបស់គាត់នៅក្នុងផ្ទះរបស់នាងយកឲ្យគាត់ត្រឡប់ទៅវិញយប់មិញខោដែលគាត់បានផ្លាស់ក៏នៅក្នុងបន្ទប់ទឹកតួស្រីប្រាប់ឲ្យចាំនៅនឹងឲ្យនាងចូលទៅយកឲ្យតួស្រីចូលទៅយកវានឹងបកគលឲ្យគាត់នឹងប្រាប់ឲ្យគាត់ប្រញាប់ទៅវិញទៅអូយតួប្រុសគេងល់ដោយកូនក្មេងមកតែគេនឹងចោលហើយពេលដែលយកគឺមិនយកធម្មតានោះទេតើតបានប៉ះដៃរបស់គេបន្តិចទៅអស់ចាត់ថ្ងៃនេះក៏កើតអីតែមិនបានជាត្រង់ញាក់ញក់ដល់ហើយតួប្រុសក៏ងាកទៅនិយាយជាមួយនឹងនាងវិញទៅសិនអ្នកចិត្តខាងតួស្រីឆ្ងល់ខ្លាំងមែនទែនអ្នកចិត្តខាងស្អីទៅព្រលឹមឡើងទូរស័ព្ទរបស់នាងរោនាងព្យាយាមរាវរកទាំងបាត់ភ្នែកសំឡេងរបស់តួប្រុសក៏និយាយថាអូនសម្លាញ់ម៉ាក់ទេមកអូយតួស្រីបើយើងបើកភ្នែកដល់ធំបំរុងនឹងស្ដីឲ្យតែកាន់តួប្រុសទៅហើយប៉ុន្តែតួប្រុសប្រាប់ឲ្យឈុតក៏មាត់មិនតើមិនមាត់មែនប៉ុន្តែធាក់គាត់ធ្លាក់ទៅលើក្រែប៉ុន្តែមកនាងក៏និយាយទូរស័ព្ទជាមួយនឹងម៉ាក់របស់នាងអ្នកមីងតែមកប្រាប់រឿងគូសកលក៏រកបានហើយតួស្រីប្រាប់ថានាងរវល់បន្តិចចាំនាងខលទៅវិញនៅពេលក្រោយចំណែកតួប្រុសលូនមករកគេទៀតហើយគាត់ថានាងនៅប្រើលេខកូដដដែលប្រើឈ្មោះរបស់គាត់នៅនិយាយថាមិនស្រឡាញ់គាត់ទៀតខ្ញុំនឹងទៅបដូរវាចាស់តួប្រុសក៏សួរទៅអ្នកមីងឲ្យទៅជួបគូណាត់មែនទេតួស្រីប្រាប់ថាមិនជារឿងរបស់គាត់នោះទេអូមិនមែនជារឿងរបស់បងទេដល់លេវអាវមួយអូយធ្វើបែបនឹងទៀតហើយតួប្រុសក៏ឲ្យនាងប្រាប់មក4ឆ្នាំមុននាងឃើញគាត់នៅពេលណាតែហាងមង្គលការជាមួយនឹងមនុស្សស្រីភ្នែករបស់នាងមកខាងណាថាគាត់មានគូទៅដឹងតួស្រីមកដល់មិនព្រមប្រាប់គាត់ក៏ដល់លេវអាវរបស់នាងមួយទៀតបានតែមិនព្រមប្រាប់ទៀតដល់តែខ្ទេចតែម៉ាងតើទទួលប្រាប់ធ្វើបាបយ៉ាងបានតួស្រីរបស់យើងនឹងព្រមប្រាប់នៅថ្ងៃបញ្ចប់ការសិក្សានាងបានឃើញគាត់ជាមួយនឹងគេទៅហាងលោរ៉ូបមង្គលការហើយពេលដែលគេសម្លឹងគាត់ថែមទាំងសាយដាក់គេទៀតព្រោះតែឆ្នាំញឹមខ្លាំងៗទាំងអស់នោះអូនក៏ព្រមបែកជាមួយនឹងបងហើយនៅថាមិនស្រឡាញ់បងទៀតមែនទេអូនស្រឡាញ់បងសង្ងប់តែហើយទោះស្រីប្រាប់គាត់បិទមកទៅនាងមិនបានស្រឡាញ់គាត់ទៀតនោះទេអត់សំបីតែបន្តិចខ្ញុំស្អប់គ្រួសាររបស់លោកខ្លាំងណាស់ទោះប្រធានមករឿងទៀតបិទមកតែរៀងម្ដងម៉េចមិនតាមបានទាំងថាផើអូនទៅរបស់គាត់ត្រូវមកចកងបាត់ត្រឹមបាញ់មិញដូចជាមិនទំនងឈឺសោះត
ត្រូវប៉ុណ្ណឹងមិនតាមគ្រប់គ្រាន់នោះទេនាងថែមទាំងចន់ក៏បន្ថែមទៀតមុននឹងចេញទៅបានញញដាក់តួប្រុសរបស់យើងផងដែរនៅថ្ងៃនេះតួស្រីត្រឡប់ទៅវិញដើម្បីទៅជួបជាមួយនឹងកូនណាត់តួប្រុសថងទៀមនាងមិនព្រមឲ្យនាងទៅនោះទេមានណាតួប្រុសត្រូវតួស្រីច្រានចេញឡើងប៉ើងអូយតួស្រីរបស់យើងឆ្លើយដែរលើកដៃបែបនេះដាក់តួប្រុសទៀតនៅពេលដែលតួស្រីមកជួបជាមួយនឹងកូនណាត់តួប្រុសក៏មកតាមនាងផងដែរថែមទាំងយកលាក់គេមកជាមួយនឹងគាត់ទៀតផងអូយតួប្រុសគេចំណានគេកាយដាក់គាត់ប៉ុន្តែបែរជាសាយដាក់អ្នកផ្សេងបន្ទាប់មកក៏ឲ្យលាក់គេចូលទៅរកតួស្រីថែមទាំងបានផ្ដាំវាថាតំណតួស្រីមកបើមិនព្រមមកខំមកប្រត់ដែលនៅចិត្តនាងនឹងទៅបើបានជោគជ័យនឹងទិញរបស់ឆ្ងាញ់ឲ្យវាតួស្រីឃើញលាក់គេនឹងឆ្ងល់ខ្លាំងមែនទែនដើម្បីបានជាវាមកដល់ទីនេះទៅបន្ទាប់មកតួស្រីនឹងក៏សុំទោសទៅកាន់កូនណាត់របស់នាងនេះរបបបន្តិចកាហ្វេនេះនាងគឺជាអ្នកចេញតួស្រីនឹងបាននាំលាក់គេយកមកឲ្យតួប្រុសវិញនាងប្រាប់ថាគាត់ជាមួយនឹងឆ្កែគួរតែត្រឡប់ទៅផ្ទះវិញមិនចាំបាច់នៅទីនេះឡើយត្រឡប់ទៅវិញក៏បានដែរប៉ុន្តែថាបងសិនមកនៅពេលដែលកូនណាត់របស់តួស្រីសម្លឹងទៅមើលអ្នកទាំងពីរតួប្រុសក៏ទិញតួស្រីយកមកថើបដើម្បីបញ្ជឿទៅកាន់គេនេះវាមិនមែនឈឺត្រឹមតែកូនណាត់របស់តួស្រីនោះទេអូយសំបីតែអ្នកមើល single មកចាស់ក៏ឈឺផងដែរមុនពេលដែលត្រឡប់ទៅវិញក៏បានបកគោសាឡានឲ្យទៅកាន់នាងទុកជីត្រឡប់ទៅវិញគូណាត់របស់តួស្រីឃើញបែបនឹងក្តៅដូចបាយពុះតាម៉ាងនៅថ្ងៃនេះមនុស្សរបស់តួប្រុសបានតែមកប្រាប់ដំណឹងមួយគេបានដឹងដំណឹងមកថាសិនជឺវ័យដែលជាបងថ្លៃរបស់គាត់មិនត្រឹមតែយកកូនចេញនោះទេពេលដែលរៀបការជាមួយនឹងបងប្រុសរបស់គាត់ក៏ធ្លាប់ទៅមន្ទីរពេទ្យវះកាត់ម្ដងដែរតួប្រុសថាក្រែងតែខ្លួននាងថាជានារីបរិសុទ្ធនោះអីប្រមមកឯកសារមកចាំគាត់យកទៅឲ្យបងប្រុសរបស់គាត់យិនស៊ីនក៏សួរថាសុកអសើពីនាងអញ្ចឹងនេះតើគាត់ចង់លួចប្រពន្ធបងប្រុសមែនទេតួប្រុសថាមនុស្សដូចជាសិនជឿវ័យអញ្ចឹងមានតែបងប្រុសរបស់គាត់ទេដែលស្រឡាញ់ខ្ញុំខកពីគាត់គឺខ្ញុំស្រឡាញ់អ្នកផ្សេងតួស្រីនឹងស្ដាប់ឮតួប្រុសនិយាយបែបហ្នឹងនាងឡើងជ្រិញតាម៉ាងបន្ទាប់មកនាងក៏យកសម្បត្តិអញ្ជើញចូលរួមកម្មវិធីយប់នេះយកមកឲ្យគាត់ហើយតួស្រីរបស់យើងនាងស្ងាត់ឡើងធំតួប្រុសថាពិតជាស្អាតណាស់ទោះបីជានាងស្ងាត់ក៏នៅតែស្អាតហើយគាត់ក៏ចាប់ដៃបាននាងពឹបហើយគាត់ក៏ប្រាប់ឲ្យនាងយប់នេះទៅជាមួយនឹងគាត់តួស្រីថាយប់នេះនាងមានរវល់ហើយតួប្រុសថាការណាត់ជួបរបស់នាងបរាជ័យមានអីត្រូវធ្វើទៀតចាត់ទុកថាម៉ោងចាំគាត់ដំឡើងប្រាក់ខែឲ្យគុណនឹង5អូយតួស្រីរបស់យើងលើកបែបហ្នឹងយល់ព្រមយ៉ាងលឿនតាម៉ាងយប់នេះតួប្រុសបាននាំតួស្រីចូលរួមនៅក្នុងកម្មវិធីគាត់បានកាន់ដៃរបស់នាងឡើងស្អាតតាត់លេងដៃរបស់ខ្ញុំតែខ្ញុំចេះថាខ្លួនឯងហើយកន្លែងធំមឹងបបាត់អូនគិតមិនទៅបន្ទាប់មកនាងក៏ប្រាកែអ្នកតូចរបស់នាងវេទៅកាន់គាត់តួប្រុសធ្វើដូចជាកូនក្មេងចឹងបងឈឺបេះដូងពេលនៅផងដែរបងប្រុសរបស់គាត់ក៏ចូលមករកនឹងបានបណ្ដាប្រពន្ធរបស់គេដែលតួស្រីតែងតែយល់ច្រឡំហើយម្នាក់ស្រីនឹងគឺជាគូតរឹងរបស់តួប្រុសបងប្រុសរបស់តួប្រុសក៏សួរទៅតួប្រុសបានផ្ដាច់ទំនាក់ទំនងជាមួយនឹងគ្រួសារដែលសារតានាងតួប្រុសថាមានអីពាក់ព័ន្ធជាមួយនឹងគេមើលថែប្រពន្ធរបស់គេសិនជឿវ័យនឹងទៅបន្ទាប់មកក៏ទាញដៃតួស្រីចេញពីទីនឹងទៅតួស្រីនឹងក៏សួរសិនជឿវ័យគឺជាប្រពន្ធរបស់បងគាត់ប៉ុន្តែ4ឆ្នាំមុននាងបានឃើញគាត់ជាមួយនឹងសិនជឿវ័យនៅក្នុងហាងលរ៉ូបមង្គលគេតួប្រុសក៏ប្រាប់ទៅកាលពី4ឆ្នាំមុនដោយសារតែបងប្រុសរបស់គាត់រវល់ប្រជុំក៏ឲ្យគាត់នាំនាងទៅលរ៉ូបមង្គលគេមិនមែនព្រោះតែរឿងនឹងទើបនាងចាក់ចោលគាត់ទេអីគាត់ប្រាប់នាងសិនជឿវ័យមិនអាចខ្លាយទៅជាប្រពន្ធរបស់គាត់ឡើយប៉ុន្តែនាងក៏អាចខ្លាយទៅជាប្រពន្ធរបស់អ្នកដទៃបានដែរនាងគ្មានផ្លូវធ្វើជាប្រពន្ធរបស់គាត់បាននោះទេឥឡូវនាងនឹងដឹងការពិតតែមានស្ដាយក្រោយឬមួយក៏អត់រឿងបានខាត់ឡើងច្រើនឆ្នាំហើយវាបានកន្លងផុតហើយទោះបីជាយើងស្ដាយក្រោយមានន័យអីតួប្រុសថា50-70ឆ្នាំឲ្យតែនាងយកព្រមពួកគេគឺអាចចាប់ផ្ដើមសារជាថ្មីមិនតែប៉ុណ្ណោះគ្មានអ្នកណាស័ក្តិសមជាមួយនាងជាងគាត់នោះទេមិនថាទាំងចរិតមិនថាទាំងរឿងអីនោះអូយតួប្រុសរបស់យើងមករអិលសាហាវតែម៉ាងនៅពេលនោះផងដែរស្រាប់តែមានគេមកសុំជុលកែវជាមួយនឹងគាត់តួស្រីនឹងឃើញអាការល្អក៏បញ្ញាប់ចាក់ចេញពីតួប្រុសតួស្រីគឺនាងមករករបស់ញ៉ាំសិនជឿវ័យបានចូលមករកនាងនឹងបាននិយាយបែបបញ្ឈឺតែតួស្រីមិនចង់ដឹងទេឬនាងជាមួយនឹងតួប្រុសកាលពី4ឆ្នាំមុននាងបានកេងជាមួយនឹងគាត់ហើយគាត់ថែមទាំងសរសើរនាងទៀតថានាងបម្រើគាត់ពិតជាពេញចិត្តជាមួយនឹងនាងណាស់តួស្រីក៏និយាយឌឺដងទៅវិញទៅមិនដូចជានាងនោះទេពេលដែលគាត់នៅជាមួយនឹងនាងគាត់តែងតែបម្រើនាងរហូតសិនជឿវ័យថាបើទោះបីជាតួប្រុសស្រឡាញ់នាងក៏ដោយប៉ុន្តែនាងមិនអាចចូលទៅក្នុងគ្រួសារស៊ីបាននោះទេបើសិនជាចូលនោះអ្នកមីងគឺមិនព្រមនោះទេតួស្រីថាគេមិនដឹងថានាងនោះមិនចូលចិត្តគ្រួសារស៊ីនោះទេអ្នកដែលចូលចិត្តគ្រួសារស៊ីក៏មានតែនាងខ្លួនឯងនឹងឯងប៉ុន្តែមកជឿវ័យក៏ដកយកសាយ5លានប្រកល់ឲ្យនាងដើម្បីឲ្យនាងចាក់ចេញពីតួប្រុសកាលពីឆ្នាំនោះនាងមិនយកសម្បែតែមួយសែនពីម៉ាក់របស់តួប្រុសសុកចិត្តឲ្យប៉ារបស់នាងឈឺរហូតដល់តែងាប់អូយតួស្រីស្ដាប់ឮបែបហ្នឹងក្តៅដូចបាយពុះតាម៉ាងក៏បោះត្រាមរៀមដៃ5ទៅលើមុខរបស់នាងជឿវ័យខឹងខ្លាំងមែនទែនក៏យកដបដែលនៅទីនោះវាយទៅកាន់តួស្រីរបស់យើងវិញប៉ុន្តែត្រូវបានសុភាពបារោះយកខ្លួនរបស់គាត់មកពាំងបានមុនអូយរបស់យកនេះដបអីក៏ស្រួយម្លេះបែបនេះខ្ញុំចង់ពិសោធន៍មើលបន្តិចណាស់តួប្រុសខឹងខ្លាំងមែនទែនដែលនាងហ៊ានប៉ះមនុស្សស្រីរបស់គាត់បន្ទាប់មកក៏ទាញយកដបដែលនៅក្បែរនឹងបំរុងនឹងវាយសងសឹកទៅខាងនាងវិញរបស់យកនេះវាយមនុស្សស្រីថោកណាស់វើយនៅពេលនោះបងប្រុសរបស់គាត់ក៏ចូលមកនឹងប្រាប់ឲ្យគាត់ឈប់ភ្លាមជឿវ័យក៏បន្ទូប្រាប់ទៅកាន់ប្តីរបស់នាងថាតួស្រីគឺជាអ្នកវាយនាងហើយដោយសារតែតួស្រីទៅតួប្រុសចង់វាយនាងស៊ីស៊ឺរ៉ាន់ក៏ឲ្យតួស្រីផ្ដល់ហេតុផលឲ្យគេមួយមក
តួប្រុសក៏និយាយទៅមានអីពាក់ព័ន្ធជាមួយនឹងតួស្រីអំបញ្ញមិញនាងបានយកដបមកវាយតួស្រីបើគាត់មកមិនតាន់នោះទេតួស្រីស្លាប់បាត់ហើយតួស្រីថាប្រពន្ធរបស់គេឲ្យលុយនាង5លានដើម្បីចាក់ចេញពីតួប្រុសអញ្ចឹងឯងគិតមើលទៅតែជាកំហុសរបស់នាងឬមួយជាកំហុសប្រពន្ធរបស់គេជឿໄວក៏ងឹកងាក់ដាក់ទៅកាន់ប្តីរបស់នាងថានាងមិនដឹងអីនោះទេហើយប្តីរបស់នាងក៏និយាយវិញទៅថាគេជឿចំណែកតួប្រុសក៏មិននិយាយអីទៀតនោះដែរក៏នាំតួស្រីដើរចាក់ចេញពីទីហ្នឹងនៅពេលនេះតួប្រុសងូតទឹករួចហើយដើម្បីជម្រះក្លិនស្រាចេញពីខ្លួនរបស់គាត់អូយក្មេងតូចឃើញតួប្រុសពេលអាមិនតាន់រួចចានាងក៏គេចមុខចេញបែរចង់មើលក៏មើលមកវាមានតែឆ្អីនៅពេលដែលតួស្រីក៏លេចមើលទៅកាន់គាត់ក៏លើកអាវបង្ហាញឲ្យនាងមើលតែម៉ាងតួប្រុសប្រកែកលោអ្នកទាំងអស់គ្នាបើមិនបានធ្វើតួស្រីខឹងមួយថ្ងៃនោះទេតួប្រុសក៏នៅមិនសោកនោះឡើយប៉ុន្តែមកតួស្រីនឹងក៏អរគុណសម្រាប់រឿងដែលកើតឡើងនៅថ្ងៃនេះអូនចង់អរគុណបងរបៀបម៉េចតួស្រីក៏និយាយទៅឲ្យនាងអរគុណដោយរបៀបម៉េចប៉ុន្មានដងតួប្រុសថាប៉ុន្មានដងហ៎នេះអូនអរគុណអ្នកផ្សេងចឹងដែរមែនទេនៅពេលដែលមានអ្នកគេម្នាក់មកជួយអូនតួស្រីក៏ប្រាប់ទៅនាងមិនដែលសុំឲ្យអ្នកណាមកជួយនាងឡើយតួប្រុសបើយើងខូចចង់តែបៀតបៀនគេតែម៉ាងសិនជឿវ័យនាងថាបានដេកជាមួយនឹងបងតួប្រុសបើភ្នែកឡើងធំធំកុំចេះតែនិយាយនោះលឺឲ្យចង់ក្អួតគាត់ឯណាទៅពេញចិត្តជាមួយនឹងមនុស្សស្រីអញ្ចឹងមានតែបងប្រុសរបស់គាត់ទេដែលមិនខ្ពើមនោះប្រពន្ធរបស់ខ្ញុំគឺជាមនុស្សដែលស្និទ្ធជាងគេមានអីត្រូវតួស្រីរបស់យើងរុញចេញមកទៅដូចជាឈឺណាស់អញ្ចឹងហើយតួស្រីក៏សុំមើលឈឺខ្លាំងដែរឬក៏អត់តើត្រូវទៅមន្ទីរពេទ្យឬមួយក៏អត់តួប្រុសធ្វើដូចជាកូនក្មេងនាងឆ្លីតែបន្តិចទៅបាត់ដែរតួស្រីថាគាត់មិនគួរណាមករងចំនួននាងនោះទេតួប្រុសក៏ប្រាប់ទៅសិនស៊ឺវ័យគំនិតអាក្រក់មិនទាំងអាចឲ្យប្រពន្ធត្រូវគេធ្វើបាបទៅតែអ្នកណាគឺជាប្រពន្ធរបស់លោកថ្ងៃនេះដោយសារតែគេនិយាយថាគេបានដេកជាមួយនឹងបងទើបអូនវាយគេមែនទេតួស្រីប្រាប់ទៅមិនមែននោះទេតួប្រុសសួរថាអញ្ចឹងស្អីគេវិញទៅវាគួរខ្ពើមតែចង់ស្ដាប់ឬមួយក៏អត់ទេនិយាយស្ដាប់មកបើខ្ពើមនាងខ្ពើមទាំងអស់គ្នាតួស្រីក៏ប្រាប់ទៅនាងថានាងជាមួយនឹងគាត់ទាំងពីរនាក់គឺបាននៅជាមួយនឹងគ្នាពេញមួយយប់ហួយលោកព្រះហើយក៏ហត់ទាំងរស់ទៅម៉ោងថ្ងៃហើយគាត់ក៏និយាយរឿងរបស់គាត់ជាមួយនឹងតួស្រីពេលដែលពួកគេមិនទៅរៀនតាំងពីព្រឹកទល់យប់តាំងពីយប់ទល់ព្រឹកអាចដៃអ្នកទាំងពីរនៅជាមួយនឹងគ្នាពេញមួយថ្ងៃអូយប៉ណ្ណាណាតួប្រុសរបស់យើងអូយគ្មានតើបើយើងប្រាប់ឲ្យគាត់ឈប់និយាយអញ្ចឹងទៀតទៅបានទេតួប្រុសប្រាប់ថាក៏បាននាងនិយាយតទៀតមកនាងថាបងនេះពេញចិត្តនាងខ្លាំងបំផុតអូយបងមិននឹងអាចទៅរួចទៅបន្តមកតួប្រុសក៏ទៅកាន់មនុស្សរបស់គាត់ឲ្យគេប្តឹងនាងពីបាត់កុហកថាគាត់បានរួមរយៈជាមួយនឹងនាងមនុស្សរបស់គាត់ទាមទារនៅផាត់តាំងហើយតួស្រីនាងក៏បានបង្ហាញវានៅក្នុងវីដេអូហ្នឹងក៏មានពាក្យដែលតួស្រីបាននិយាយដែរថាតួប្រុសនៅពេលដែលនៅក្បែរនាងតែងតែបម្រើនាងជានិច្ចអូយតួប្រុសខូចដូចនេះមកអញ្ចឹងចង់បម្រើតួស្រីទៀតដែរប៉ុន្តែត្រូវបានតួស្រីនាងបដិសេធនាងថាគាត់នៅពេលនេះកំពុងតែមានរបួសតួប្រុសថាមានរបួសទៅស្មាតែប៉ុន្តែមាត់នឹងអីផ្សេងមិនមានរបួសឯណាតួប្រុសបើយើងធ្វើចរិតដូចជាកូនក្មេងអញ្ចឹងនៅពេលដែលគេមិនព្រមងក់ងល់លើក្មេងទៀតតួប្រុសក៏សួរទៅអ្នកដែលជួននាងទៅប៉ប៉ូលីថ្ងៃនោះគឺជាអ្នកណាគេដែលឃើញប្រច័ណ្ឌតូចនៅលើចង្កេះរបស់នាងឬមួយក៏អត់អូយក្មេងតូចមិនព្រមនិយាយនោះទេធ្វើបង្ងើយតែម៉ាងនៅពេលដែលនាងមិនព្រមប្រាប់គាត់ក៏ប្រាធរក្តៅទៅកាន់នាងហើយតួស្រីនាងក៏ព្រមប្រាប់គឺជាបងជីដូនមួយរបស់នាងនៅពេលដែលដឹងរឿងរ៉ាវអស់ហើយតួប្រុសក៏បម្រើទៅកាន់តួស្រីតែម៉ាងព្រលឹមឡើងតួប្រុសនៅតែតាមរករឿងតួស្រីរបស់យើងមិនឈប់នៅពេលនេះមនុស្សរបស់តួប្រុសក៏ទេមកហើយតួប្រុសក៏ប្រាប់ឲ្យគេផុសរឿងអាស្រ័យរបស់សិនជឿវ័យទៅតួប្រុសបានចាំមករៀបចំអាហារពេលព្រឹកឲ្យតួស្រីនិងបាននិយាយញែកតែម្នាក់ឯងពិតជាប្រកែមែនសំជាស៊ឺអានបាអូនមិនអីទេបងលុយតែអញ្ចឹងតួស្រីបានចាំមកឃើញតួប្រុសកំពុងតែឈួតដល់ចៃដន្យក៏សួរទៅស្មានមិនតាន់ទៅទៀតបន្តមកតួប្រុសក៏ទាញនាងឲ្យមកអង្គុយញ៉ាំអាហារពេលព្រឹកគេខំបំរើធ្វើតែសៃឲ្យហើយមិនអរគុណថែមទាំងខឹងគេទៀតយប់មិនអ្នកណានិយាយថាថ្នមបងហត់ណាស់អាមិនបានជាឥឡូវនេះខ្លាំងម្ល៉េះអញ្ចឹងចាមិនចាំបាច់ញ៉ាំអាហារពេលព្រឹកទៀតដឹងណាពេលនោះក៏មានតែគេម្នាក់បានទេមកកាន់គាត់តួប្រុសមិនបានលើកនោះទេគឺគាត់បានចុចបិទហើយគាត់ក៏ប្រាប់ឲ្យតួស្រីឆាប់ញ៉ាំទៅពេលដែលញ៉ាំឆ្អែតរួចហើយចាំបន្តទៀតគូក្បាលរបស់តួប្រុសក៏មានតែរឿងបែបហ្នឹងតែម៉ាងតួស្រីថាល្មមបានហើយនាងក៏ត្រូវទៅធ្វើការទៀតតួប្រុសថាអញ្ចឹងចាំយប់ចាំបន្តទៀតអញ្ចឹងនៅពេលនេះបងរបស់តួប្រុសបានមករកគាត់ដល់កន្លែងហើយតួប្រុសក៏ប្រាប់ឲ្យតួស្រីនៅនឹងសិនហើយគាត់ដែរចូលទៅរកបងប្រុសរបស់គាត់ធ្វើរឹកឡើងសង្ហាមានណាដែលតម្រូវឲ្យគេវាយនឹងប៉ុន្តែតួប្រុសមិនឲ្យគេវាយម្នាក់ឯងនោះទេគឺគាត់បានតដៃវាយបកទៅកាន់គេវិញសម្បត្តិកំភើកំពកត្រឹមតែបងប្រាប់របស់គាត់តែប៉ុណ្ណេះតួប្រុសរបស់យើង easy kill តួស្រីក៏ចូលមកខត់គាត់ឈប់វាយទៀតទៅបើវាយគេទៀតប្រកាសជាងាប់ជាមិនខានស្របពេលគ្នាសិនជីវ័យក៏ចូលមកលើកប្តីរបស់នាងហើយនាងក៏ប្រាប់ទៅនាងបានទៅកាន់ប៉ូលីសរួចហើយបន្តិចទៀតប៉ូលីសនឹងមកដល់តួប្រុសក៏និយាយទៅបានចាំពេលប៉ូលីសមកដល់ហើយអ្នកណាគេខកដឹងហើយបងប្រាប់របស់គាត់ក៏សួរទៅព័ត៌មានដែលផ្សាយនោះគឺជាស្នាដៃរបស់តួប្រុសមែនទេមិនបានជាតួប្រុសធ្វើបែបនេះចង់ធ្វើឲ្យនាងស្លាប់មែនទេហើយតួប្រុសក៏ដេញថែមឲ្យនាងទៅងាប់ទៅ4ឆ្នាំមុនរឿងដែលនាងនិយាយដាក់តួស្រីពាក្យដែលនាងនិយាយនោះមិនធ្វើឲ្យតួស្រីទៅស្លាប់ទេអីអូយនាងក៏ដើរតួធ្វើជាមនុស្សល្អរឿងកាលពី4ឆ្នាំមុនគឺជារឿងយកច្រឡំនោះទេបើដោយសារតែរឿងនឹងតួស្រីខឹងនោះឲ្យនាងសុំទោសផងតួប្រុសក៏ប្រាប់ឲ្យនាងក៏មកសម្ដែងអីកុំឲ្យគាត់ដឹងឲ្យសោះថារឿងប៉ារបស់តួស្រីមានអីពាក់ព័ន្ធជាមួយនឹងនាងបើមិនចឹងនោះទេត្រៀមដេកគុកទៅតួស្រីក៏សួរទៅគាត់កំពុងតែនិយាយអីប៉ារបស់នាងស្លាប់ដោយសារតែការវះកាត់តា
តួប្រុសប្រាប់ថាគាត់នឹងសើបឲ្យដឹងការពិតហើយមានអីពាក់ព័ន្ធជាមួយនឹងសិនជីវ័យគាត់នឹងមិនឲ្យនាងរួចខ្លួនឡើយបន្ទាប់មកនាងក៏ងាកដាក់ទៅកាន់ប្តីរបស់នាងថាតួប្រុសកំពុងតែចោទប្រកាន់នាងបងប្រុសល្ងីល្ងើរបស់តួប្រុសជឿតែប្រពន្ធរបស់គេតែម្នាក់គត់ស៊ីស៊ឺអានបើឯងខំមិនចឹងកំហឹងដាក់បងមកកុំចោទប្រកាន់ប្រពន្ធរបស់បងតួប្រុសថានាងទៅវិញនោះទេគឺជាអ្នកចោទប្រកាន់គាត់ចង់ការពារមនុស្សដែលគេស្រឡាញ់ណាស់មែនទេការពារដល់ទីបញ្ចប់ទៅលបែងទៅតែចាប់ផ្ដើមនោះទេនៅពេលដែលតួប្រុសជាមួយនឹងតួស្រីត្រឡប់ទៅវិញប៉ូលីសក៏ចូលមករកតួប្រុសប្រាប់ឲ្យតួប្រុសទៅជាមួយនឹងពួកគេនៅពេលដែលចូលមកដល់ប៉ប៉ូលីសម៉ាក់បោកគាត់ក៏មកហើយនឹងបានតែកភ្លៀងទៅកាន់តួប្រុសរបស់យើងទៅម៉ាំងគាត់ថាតួប្រុសជាធ្វើបែបនឹងទៅកើតនោះគឺជាបងប្រុសរបស់គេតួប្រុសថាបងប្រុសរបស់គេវាយគេគាត់មិនឃើញទេអអ្នកមានថាបងប្រុសរបស់គេវាយគឺដោយសារតែគេហ្នឹងឬបងថ្លៃរបស់គេថាគេគឺជាអ្នកធ្វើមែនតួប្រុសថាមែនឬមើលក៏អត់សំខាន់ដែរនៅក្នុងចិត្តរបស់អ្នកមានក៏ដឹងច្បាស់ហើយស្មានតែគេមិនដឹងមែនទេបងប្រុសរបស់គេគ្រាន់តែចង់ប្រើទំនាក់ទំនងគ្រួសារសិនមកប្រឆាំងជាមួយនឹងគេអ្នកមានថាគាត់មិនខ្វល់នោះទេឲ្យតួប្រុសផុសព័ត៌មានម្ដងទៀតថាតួប្រុសជាមួយនឹងសិនស៊ឺវ័យធ្លាប់មានទំនាក់ទំនងហេតុនេះហើយទើបបានជានាងយកកូននោះចេញទៅតួប្រុសថាតាំងពីតូចដល់ធំក្នុងភ្នែករបស់អ្នកមីងគ្មានតែបងប្រុសគេធ្លាប់គិតថាគេមិនមែនជាកូនបង្កើតរបស់ប៉ាគេទេប៉ុន្តែឥឡូវគេយល់ហើយគាត់មិនស្រឡាញ់ប៉ាហើយក៏មិនស្រឡាញ់គេដែរអ្នកមីងក៏និយាយទៅដោយសារតែបងប្រុសរបស់គេជាស្ដាប់បង្គាប់ចំណែកគេមិនស្ដាប់បង្គាប់4ឆ្នាំមុនផ្ដាច់ទំនាក់ទំនងជាមួយនឹងគ្រួសារដោយសារតែស្រីម្នាក់នោះបើផ្ដាច់ទំនាក់ទំនងឲ្យមានសិទ្ធិអីទៀតមកបញ្ជាក្បាលរបស់ខ្ញុំអ្នកមីងខឹងខ្លាំងមែនទែនក៏ប្រាប់ទៅកាន់ប៉ូលីសគាត់ប្តឹងតួប្រុសដែលវាយកូនប្រុសរបស់គាត់ប៉ូលីសក៏ប្រាប់ទៅនៅក្នុងកាមេរ៉ាសុវត្ថិភាពស៊ីស៊ឺរ៉ាន់គឺជាអ្នកវាយតួប្រុសមុនហើយតួប្រុសក៏ប្តឹងទៅកាន់ម៉ាក់របស់គាត់វិញហើយក៏ប្រកល់ទ្រព្យសម្បត្តិហើយនឹងភីហូនប៉ារបស់គាត់មកវិញអ្នកមីងខឹងខ្លាំងមែនទែនថាតួប្រុសគឺជាកូនអកតញ្ញូទោះបីជាគាត់មិនមែនជាម៉ាក់បង្កើតរបស់គេប៉ុន្តែក៏បានចិញ្ចឹមគេឡើងធំធាត់បន្ទាប់មកតួប្រុសក៏ប្រាប់ឲ្យគាត់និយាយម្ដងទៀតទៅមកអ្នកមីងថាគេមិនមែនជាកូនរបស់គាត់នោះទេកុំដោយសារតែប៉ារបស់គេស្មានតែគាត់ចង់ទុកគេហើយតួប្រុសក៏គ្មានសិទ្ធិយកទ្រព្យសម្បត្តិឯងដូចជាម៉ែរបស់ឯងចឹងអត់ប្រយោជន៍ខ្លាំងណាស់តួប្រុសខឹងខ្លាំងមែនទែនប៉ុន្តែស្របពេលជាមួយគ្នាតួស្រីក៏ចូលមករកតួស្រីបានចូលមកហាមគាត់ឲ្យឈប់ភ្លាមទៅកុំដោយសារតែជាបែបម្នាក់នឹងធ្វើឲ្យប្រឡាក់ដៃអីតួស្រីនឹងក៏យកព័ត៌មានដែលសិនជាវិញនិយាយពីគាត់ហ្នឹងឥឡូវនេះនាងក៏បានចូលកុកហើយនៅថ្ងៃស្អែកភីហ៊ុនរបស់គ្រួសារស៊ីទាំងអស់នឹងត្រូវដាំក្បាលចុះនៅពេលដែលត្រឡប់មកវិញតួប្រុសក៏ត្អូញត្អែដាក់តួស្រីគាត់គ្មានគ្រួសារទៀតនោះទេហើយតួស្រីក៏ប្រាប់ទៅចាំនាងធ្វើជាម៉ាក់របស់គាត់ធ្លាប់ទៅលោតួស្រីឥឡូវតួស្រីលោវិញយ៉ាងម៉េចដែរតួប្រុសថាសប្បាយលេងមែនទេនៅពីតូចក៏គិតថាអ្នកមីងគឺស្រឡាញ់គាត់ការពិតទៅគាត់មិនមែនសំបីតែកូនបង្កើតរបស់គាត់ពេលនេះនៅមិនតាន់ដឹងផងថាម៉ាក់របស់គាត់គឺជាអ្នកណាស៊ីស៊ឺអានបងជាកូនអ្នកណាតែសំខាន់ដែរទេតួប្រុសថាមិនអីនោះទេឥឡូវនេះគឺមានតែនាងអូយតួប្រុសរបស់យើងខូចខ្លាំងមែនទែនបបួលនាងទៅគេងតួស្រីក៏ប្រាប់តែទៅងូតទឹកសិនមិនចង់ទៅងូតម្នាក់ឯងនោះទេគឺចង់ទៅងូតជាមួយនឹងអូនហើយតួស្រីនឹងក៏បដិសេធតែធ្វើឲ្យក្មេងធំក្បាលខ្មៅរបស់យើងចេះងោតួស្រីនឹងក៏លងបានហើយចំនួនគិតមើលសិនអូយក្មេងធំក្បាលខ្មៅរបស់យើងបានលេងចឹងអមមអីបន្ទាប់មកតួស្រីនឹងក៏សួររឿងការពី4ឆ្នាំមុនអាម៉េចបានជាគាត់មិនចង់ធ្វើជាអ្នកបន្តវេនតួប្រុសថាគាត់ធ្វើទាំងអស់នោះគឺដើម្បីឲ្យនាងរស់នៅស្រួលបាននាងមិននៅរបស់ទាំងអស់នឹងមានន័យអីទៅនៅពេលនោះនាងចេញទៅបាច់យកលាក់គីទៅអាម៉េចបានជាមិនយកគាត់ទៅជាមួយអាយ៉ាមិនមែនចឹងនោះទេដោយសារតែនៅក្នុងផ្ទះពេលនឹងមានតាឡាក់គីបើសិនជាបងនៅក៏អូនលួចបងទៅដែរតួប្រុសក៏សុំនាងត្រូវគ្នាវិញហើយតួស្រីនឹងក៏យល់ព្រមនៅថ្ងៃនេះអ្នកមីងបានមករកតួស្រីរបស់យើងនឹងបានបោះត្រាបាតដៃរន្ទះទៅលើមុខរបស់នាងក៏កស្រ័យប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាតួស្រីរបស់យើងឲ្យដៃមេរបស់នាងនៅកន្លែងធ្វើការអូយតួស្រីមិនឲ្យដែរបានបោះត្រាទៅកាន់មុខជាបែបម្នាក់នឹងវិញនាងក៏ច្អល់មុខដល់ថ្ងៃជាបែបម្នាក់នឹងតែទៅកាន់ជាបែបម្នាក់នឹងវិញមិនខ្លាចនោះទេប៉ុន្តែអ្នកមីងក៏ស្រែកហៅសន្តិសុខឲ្យចាប់តួស្រីរបស់យើងចេញតួប្រាប់មកដល់នឹងបានកាន់យកលិខិតកាត់ការមកឲ្យអ្នកមីងទៀតផងអ្នកមីងប្រាប់ថាលិខិតមួយនឹងគាត់មិនទទួលស្គាល់នោះទេតួប្រាប់ក៏និយាយថាមិនបានជាប៉ារបស់គេរៀបការជាមួយនឹងគាត់ដោយសារតែគេចាប់បំណុលមកឯងគឺស្រីចង្រៃនោះមានអីតួស្រីរបស់យើងថែមត្រាំបាតដៃព្រៃយូឡៃបន្ថែមទៀតអូយស្បែកមកផងអ្នកមីងក្រាស់ពេកឡើងឈឺដៃរបស់ខ្លួនឯងហើយបន្ទាប់មកតួប្រុសក៏ហៅសន្តិសុខឲ្យចាប់អ្នកមីងចេញទៅមិនតែប៉ុណ្ណោះតួប្រុសឲ្យគេបញ្ជូនគាត់ទៅកាន់ប៉ប៉ូលីសប្តឹងពីបទលួចចូលក្រុមហ៊ុនរបស់អ្នកដទៃនៅម៉ោងធ្វើការបន្ទាប់មកបងប្រុសក៏មកជួបជាមួយនឹងតួប្រុសសុំឲ្យតួប្រុសអត់អន់ឲ្យម៉ាក់តួប្រុសមានលក្ខខណ្ឌឲ្យគាត់សុំទោសតួស្រីទៅនៅមានទៀតឲ្យភីហ៊ុនមកឲ្យគាត់វិញមកហើយស៊ីសេរិនគេមិនយកព្រមនោះទេតួប្រុសថាភីហ៊ុនមិនតិចសុកចិត្តឲ្យម៉ាក់ជាមួយនឹងប្រពន្ធចៅគុកនិយាយទៅព័ត៌មានចិត្តផ្ទុះទៀតហើយភីហ៊ុនក្រុមហ៊ុនស៊ីប្រហែលជាត្រូវធ្លាក់ចុះទៀតហើយមើលទៅដល់ពេលហ្នឹងទូនាទីជាប្រធានក្រុមហ៊ុនអាចរក្សាបានទៀតអត់សេរិនយកព្រមជាមួយនឹងតួប្រុសរបស់យើងទាំងកំហឹងនៅពេលនេះអ្នកមីងសុំទោសតួស្រីរបស់យើងបើទោះបីជាក្នុងចិត្តមិនចង់ប៉ុន្តែត្រូវតែបង្ខំតួស្រីប្រាប់ទៅនាងទទួលប៉ុន្តែនាងមិនអត់អន់ឲ្យឡើយ
នៅពេលដែលចេញទៅតួប្រុសបានទាមទារសំណង 100000 អូយតួស្រីថាវាយទៅមកកំភ្លានសំណងវិញបាន 100000 តួប្រុសតែចង់បានមែនទៅផ្ទះវិញឲ្យគាត់វាយពីបេដៃទៅចេញឲ្យឆ្ងាយទៅមនុស្សរោគចិត្តបងនេះនៅថ្ងៃនេះតួប្រុសបានប្រាប់ឲ្យមនុស្សរបស់គាត់ផុសពីមន្ទីរពេទ្យសិនជាមន្ទីរពេទ្យរបស់ឪពុកសិនជឿវ័យថាមន្ទីរពេទ្យមួយនឹងបោកប្រាស់ថ្នាំគេផុសឲ្យល្បីទៅថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់តួស្រីហើយម៉ាក់របស់នាងក៏មកអបអរថ្ងៃខួបកំណើតរបស់នាងដែរហើយអ្នកមីងក៏និយាយទៅកាន់កូនស្រីរបស់គាត់ដែរត្រូវគ្នាជាមួយនឹងសង្សារចាស់ហើយមិនក៏មិនប្រាប់គាត់បែរជាឲ្យគាត់បារម្ភដែលរកកូនប្រសាទូទាំងប្រទេសពេលនោះអ្នកមីងក៏បានឃើញព័ត៌មាននិយាយអំពីមន្ទីរពេទ្យគ្រួសារសិនដែលមន្ទីរពេទ្យមួយនឹងបានបោកប្រាស់ទំនុកចិត្តអ្នកជំងឺបានចាក់ថ្នាំខុសប៉ះពាល់ដល់ច្បាប់ហើយឥឡូវនេះគ្រួសារសិនក៏បានបាត់ទាំងអស់អ្នកមីងថាមន្ទីរពេទ្យមួយនឹងក្រែងជាមន្ទីរពេទ្យដែលប៉ះបើតួស្រីធ្លាប់ព្យាបាលមែនអត់នៅថ្ងៃនេះសិនជឿវ័យគឺត្រូវបានដោះលែងពីការឃុំឃាំងមួយញ៉ៃហើយនាងក៏បានមកជួបជាមួយនឹងសហាយរបស់នាងនិយាយអំពីមន្ទីរពេទ្យសិនគឺជាស្នាដៃរបស់តួប្រុសហើយនាងក៏ប្រាប់ពីរឿងដែលនាងមានផ្ទៃពោះជាមួយនឹងសហាយម្នាក់នឹងផងដែរហើយគេក៏ប្រាប់ឲ្យនាងទៅរកស៊ីស៊ឺរ៉ានទៅនាងក៏ប្រាប់ទៅនាងចង់មានកូនជាមួយនឹងមនុស្សដែលនាងស្រឡាញ់ហើយនិយាយនេះបានន័យថាបងគឺជាមនុស្សដែលឯងស្រឡាញ់មែនទេហើយទាំងពីរនាក់ក៏អីគេនោះជាមួយនឹងគ្នាទៅពួកគេទាំងពីរមិនដឹងថាមានគេលួចថតនោះទេបន្ទាប់មកនាងក៏យករឿងដែលនាងមានកូនមកប្រាប់ស៊ឺរ៉ានថានាងនៅពេលនេះក៏នាងមានកូនជាមួយនឹងគេដំបូងឡើយស៊ឺរ៉ានគេខំតែសប្បាយចិត្តប៉ុន្តែនៅពេលដែលគេបានឃើញព័ត៌មានរបស់នាងជាមួយនឹងសហាយគេពិតជាខឹងជាមួយនឹងនាងខ្លាំងមែនទែនបន្ទាប់មកគេក៏ដើរចាក់ចេញពីនាងតាម៉ាងទៅកាត់មកកាន់សហាយរបស់ជឿវ័យនៅវិញត្រូវបានប៉ូលីសចូលមកចាប់ខ្លួននៅយប់នេះតួប្រុសបានយកខេកមកអបអរថ្ងៃខួបកំណើតរបស់តួស្រីមួយម្ចាស់ខូបមិនតាមបានផ្លុំទៀនផងតួប្រុសផ្លុំឲ្យតាម៉ាងក៏និយាយថាបំណងប្រាថ្នាទី1សូមឲ្យគាត់ត្រូវគ្នាជាមួយនឹងតួស្រីវិញតួស្រីក៏និយាយទៅណាគេផ្សងអញ្ចឹងនោះទេសងម្ដងទៀតទៅឲ្យនាងគឺជាអ្នកផ្លុំរួចផ្សងរួចឲ្យបោកក្រោយមិននឹងកែតបន្ទាប់មកតួប្រុសក៏ជួយនាងដើម្បីបំពេញបំណងប្រាថ្នាទី1ឲ្យបានសិនរួចតួប្រុសក៏បោះត្រាទៅកាន់នាងតាម៉ាងហើយរឿងរបស់យើងក៏ចាប់ដោយបរិបូរអរគុណប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកតាមដានរឿងមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អ